ឧត្តមលោកជំទាវសមាជិកសមាជិការាជរដ្ឋាភិបាលគណៈអធិបតីភ្ញៀវកិត្តិយសថ្នាក់ដឹកនាំសមាជិកសមាជិកាគណៈកម្មការកណ្ដាលនៃសហភាពសហព័ន្ធយុវជនកម្ពុជាជាទីមេត្រីថ្ងៃនេះខ្ញុំមានសេចក្តីសោមនស្សរីករាយដែលបានចូលរួមនៅក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជាឆ្នាំ2025នៅលើទឹកដីអង្គរនៅពេលនេះក្នុងនាមជាប្រធានកិត្តិយសសហភាពសហព័ន្ធយុវជនកម្ពុជាខ្ញុំសូមអរគុណចំពោះអាដាមលោកជំទាវលោកស្រីដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះដែលបានផ្ដល់នូវធាតុចូលសំខាន់សម្រាប់ជាមូលដ្ឋានក្នុងការកំណត់ទិសដៅការងារបន្តហើយខ្ញុំក៏សូមអរគុណចំពោះគណៈកម្មការរៀបចំដែលបានចាត់ចែងសម្របសម្រួលកិច្ចប្រជុំដ៏មានសារៈសំខាន់នេះឲ្យប្រព្រឹត្តទៅដោយរលូននិងដោយភាពជោគជ័យគួរជាទីមោទនៈខ្ញុំសូមយកឱកាសនេះចូលរួមអបអរសាទរចំពោះសមិទ្ធផលថ្មីដែលសសយកសម្រេចបានរយៈពេលកន្លងមកដោយដែលអាដាមហ៊ុនបឌីប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានបញ្ជាក់យ៉ាងច្បាស់នៅក្នុងសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំគណៈកម្មការកណ្ដាលសសយកអំបញ្ញមិញសមិទ្ធផលនេះគឺជាសក្ខីភាពដែលបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់នៅកិច្ចខិតខំប្រឹងប្រែងនិងការចូលរួមសហការគ្នាយ៉ាងជិតស្និទ្ធរបស់បងប្អូនយុវជនយើងគ្រប់មជ្ឈដ្ឋាននៅក្នុងការបំពេញកិច្ចការរៀបខ្លួនក្រោមស្មារតីសាមគ្គីភាពមិត្តភាពភេរវភាពឯកភាពផ្ទៃក្នុងនិងការទទួលខុសត្រូវខ្ពស់ក្នុងដំណើរឆ្ពោះទៅចូលរួមជ្រោងទង់ចលនាយុវជនក្នុងបុព្វហេតុជាតិមាតុភូមិនិងប្រជាជនជាទីស្នេហានៃយើងជាមួយគ្នានេះដែរខ្ញុំក៏សូមកោតសរសើរនិងវាតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំនិងសមាជិកសមាជិកានៃរចនាសម្ព័ន្ធគ្រប់ថ្នាក់ពីថ្នាក់កណ្ដាលដល់មូលដ្ឋានដែលបានរួមគ្នាយកអស់កម្លាំងកាយចិត្តបញ្ញាស្មារតីព្រមទាំងបានលះបង់ពេលវេលាដ៏មានតម្លៃធនធានផ្ទាល់ខ្លួនដើម្បីបំពេញមុខងារនិងក្នុងតួនាទីនិងបេសកកម្មដ៏ពិសិដ្ឋរបស់សសយកជាពិសេសកិច្ចខិតខំប្រឹងប្រែងអនុវត្តផែនការយុទ្ធសាស្ត្រយុវជនក្នុងបុព្វហេតុជាតិមាតុភូមិឆ្នាំ2023-2028និងទស្សនៈទាន UYSC 2.0 ឲ្យសម្រេចបានជោគជ័យប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផលខ្ពស់ជាក់ស្ដែងក្នុងការទទួលបាននៅការកំណត់ត្រាឯកតកម្មជាបន្តបន្ទាប់នាពេលកន្លងមកដូចជាអសភៈកម្មាវែងជាគេលើពិភពលោកទូកងវែងជាគេលើពិភពលោកការបត់បេះដូងกระดาษច្រើនជាងគេលើពិភពលោកពិតជាបង្ហាញអំពីការចូលរួមយ៉ាងសកម្មរបស់សសយកនៅក្នុងចលនាបណ្ដុះស្មារតីជាតិនឹងបានคล้ายជាចលនាស្នូលក្នុងការលើកតម្កើងកិត្យានុភាពលើឆាកអន្តរជាតិស្មារតីនេះខ្មែរធ្វើបានដែលព្រួយផ្ដើមឡើងដោយសសយកគឺបង្ហាញយ៉ាងច្បាស់ថាខ្មែររស់រានមានជីវិតឡើងវិញក្រោយថ្ងៃ7មករា1979ក៏បានបន្តអភិវឌ្ឍជាតិសាសនាមានអរិយធម៌វប្បធម៌និងអត្តសញ្ញាណជាតិដូចដែលសម័យអាណាចក្រអង្គររុងរឿងនៃយើងព្រឹត្តិការណ៍សាទរកម្ពុជាបានបង្ហាញឲ្យឃើញនៅស្មារតីវិញជាធ្លុងមួយក្នុងការអបអរសាទរនិងបន្តថែរក្សានៅស្នាដៃនិងសមិទ្ធផលដ៏ថ្លៃថ្លាដែលថ្នាក់ដឹកនាំជំនាន់មុនបានទុកជាមរតកឲ្យថ្នាក់ដឹកនាំបន្តវេននិងយុវជនយើងគ្រប់រូបត្រូវថែរក្សាការពារទៅបន្តអភិវឌ្ឍឲ្យបានកាន់តែខ្លាំងក្លាសមិទ្ធផលទាំងអស់ខាងលើពិតជាបានឆ្លុះបញ្ចាំងយ៉ាងប្រឆាំងនៅស្មារតីពីទ្រូដែលយុវជនកម្ពុជាបានធ្វើពលិកម្មគ្រប់បែបយ៉ាងក្នុងការចូលរួមការពារកសាងអភិវឌ្ឍនិងលើកតម្កើងកិត្យានុភាពជាតិមាតុភូមិនៅគ្រប់កលៈទេសៈកម្លាំងយុវជនសសយកដែលបានវិវត្តពីសមាគមយុវជនសាមគ្គីសង្គ្រោះជាតិកម្ពុជាបន្តមកជាសមាគមយុវជនកម្ពុជានិងបច្ចុប្បន្នជាសហភាពសហព័ន្ធយុវជនកម្ពុជាបានលើកកម្ពស់កំពុងបន្តថែរក្សាការពារមរតកជាប្រវត្តិសាស្ត្ររបស់អ្នកជំនាន់មុននិងបានចូលរួមយ៉ាងសកម្មនៅក្នុងដំណើរការអភិវឌ្ឍសង្គមសេដ្ឋកិច្ចដោយឈរលើមាគ៌ាដ៏ត្រឹមត្រូវឆ្ពោះទៅការកសាងកម្ពុជាដ៏រុងរឿងប៉ុន្តែចលនាយុវជនដែលរស់នៅក្នុងស្មារតី
រើបុព្វហេតុជាតិមាតុភូមិមានតាំងពីយុវជនចំនួនមុនរហូតដល់យុវជនចំនួនបច្ចុប្បន្នមិនបានកាត់ផ្ដាច់ពីសង្គមយើងនោះទេទាំងក្នុងដំណាក់កាលសង្គ្រាមក្នុងដំណើរការនៃការកសាងសង្គមជាតិរហូតដល់បច្ចុប្បន្ននេះជាពិសេសនៅក្នុងដំណាក់កាលចុងក្រោយនេះយើងយុវជនយើងបានរួបរวมគ្នាជាធ្លុកមួយពួតដៃពួនជ្រុំកសាងសហគមន៍សហសម័យកម្ពុជាដោយឈរលើអភិក្រមស្ម័គ្រចិត្តនឹងបានបន្តស្មារតីនៃការឯកភាពជាតិសាមគ្គីភាពនិងបំផ្លែងកម្លាំងស្ម័គ្រចិត្តទៅជាចលនាជាតិក្នុងស្មារតីខ្មែរតែមួយដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលជាបន្តបន្ទាប់ធ្វើឲ្យកម្ពុជាបានចាក់ចេញពីឋានៈជាប្រទេសមានការអភិវឌ្ឍតិចតួចមកជាប្រទេសមានចំណូលមធ្យមមានសុខភាពមានសុខសន្តិភាពស្ថិរភាពនយោបាយសុខុមាលភាពសង្គមនិងមានកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពនិងបរិយាបន្នឆ្លៀតឱកាសនេះខ្ញុំសូមសម្ដែងនៅកតញ្ញូដ៏ជ្រាលជ្រៅបំផុតចំពោះអតីតយុវជនកម្ពុជាដែលបានស្ម័គ្រចិត្តតស៊ូលះបង់សាច់ស្រស់ឈាមស្រស់ដោយបានចាប់ផ្ដើមចលនាតស៊ូរំដោះជាតិនៅថ្ងៃទី2ធ្នូឆ្នាំ1978ដើម្បីសង្គ្រោះប្រទេសជាតិកម្ពុជាឲ្យរួចផុតពីគ្រោះមរណៈពីកញ្ញាំដៃប៉ុលពតនឹងបានបន្តការពារស្ដារកសាងអភិវឌ្ឍប្រទេសឲ្យមានការរីកចម្រើនលើគ្រប់វិស័យគំរូវីរភាពស្មារតីឆន្ទៈនេះគឺជាគុណតម្លៃដ៏វិសេសវិសាលដែលបានបន្តមកដល់បច្ចុប្បន្ននេះកាលពីថ្ងៃទី28ឧសភា2025កន្លងទៅមរណភាពរបស់យុទ្ធជនយើងព្រិនបាលឯកស៊ូនរ៉ូននៅក្នុងកិច្ចការពារព្រំដែននិងបូរណភាពទឹកដីគឺពិតជាបានបង្ហាញនៅគំរូវីរភាពនិងពលកម្មដ៏ថ្លៃថ្លារបស់យុវជនក្នុងបុព្វហេតុជាតិនិងប្រជាជនក្នុងនាមរាជរដ្ឋាភិបាលជាថ្មីម្ដងទៀតខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជូនចំពោះក្រុមគ្រួសារសពលោកស៊ូនរ៉ូនដែលបានទទួលមរណភាពដោយសារការបាញ់ប្រហារដោយរំលោភបំពានពីសំណាក់ទាហានថៃមកលើទីតាំងឈរជើងរបស់កម្ពុជានៅក្នុងដែនអធិបតេយ្យភាពរបស់ខ្លួននៅព្រំដែនកម្ពុជាថៃតំបន់មុខ3នៅក្នុងន័យនេះខ្ញុំក៏សូមយកឱកាសនេះដើម្បីធ្វើការថ្លែងអំណរគុណកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះស្មារតីអង្អាចក្លាហានរបស់កងកម្លាំងបដាវុធរបស់យើងទាំងកងទ័ពទាំងកងនគរបាលជាតិដែលកំពុងឈរជើងនៅការពារបូរណភាពទឹកដីរបស់យើងជាពិសេសនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃដែលកំពុងមានបញ្ហាប្រឈមបច្ចុប្បន្នហើយខ្ញុំក៏សូមយកឱកាសនេះសារជាថ្មីថ្លែងនៅអំណរព្រះគុណប្រគេនបដិជគុណព្រះថេរានុថេរៈគ្រប់ព្រះអង្គថ្វាយព្រះមហាក្សត្រព្រះមហាក្សត្រីព្រះវរៈរាជបិតាជាតិខ្មែរជូនសម្ដេចទ្រង់ឯកឧត្តមលោកជំទាវលោកស្រីនិងបងប្អូនជនរួមជាតិទាំងអស់ដែលបានបង្ហាញនៅកម្លាំងសាមគ្គីជាតិមួយរបស់ជាតិកម្ពុជារបស់យើងនៅពេលដែលប្រទេសយើងមានបញ្ហាប្រឈមដើម្បីបង្ហាញនៅការគាំទ្រទៅដល់កងទ័ពកងកម្លាំងបដាវុធរបស់យើងដែលគាត់ឈរជើងប្រឈមជាមួយនឹងហានិភ័យខ្ពស់នៅក្នុងការការពារបូរណភាពទឹកដីរបស់យើងហើយនេះគឺជាការបដិញ្ញាចិត្តខ្ពស់របស់កងទ័ពនិងកងកម្លាំងបដាវុធរបស់យើងនៅគ្រប់ទីកន្លែងដរាបណាមានការប៉ុនប៉ងឆ្លៀតពៀនជាពិសេសដោយប្រើប្រាស់កម្លាំងបដាវុធមកលើដែនអធិបតេយ្យភាពរបស់កម្ពុជាកងទ័ពយើងនឹងបដូរផ្ដាច់ការពារឲ្យបានដាច់ខាតនេះគឺជាស្មារតីហើយខ្ញុំសូមអរគុណហើយខ្ញុំក៏សូមអរគុណដល់ថ្នាក់ដឹកនាំសមាជិកសមាជិកានិងបងប្អូនប្រជាពលរដ្ឋជាពិសេសយុវជនដែលបានរៀបចំនិងចូលរួមក្នុងមហាព្រឹត្តិការណ៍ដំណើរថ្មើរជើងរួមគ្នា Solidarity March កាលពីថ្ងៃទី18កន្លងទៅនេះដែលមានមនុស្សជាង15,000នាក់ចូលរួមដែលបង្ហាញអំពីស្មារតីផុសផុលនៅក្នុងការចូលរួមដោយស្ម័គ្រចិត្តបង្ហាញអំពីទឹកចិត្តមិនត្រឹមតែ15,000នាក់ជាងដែលចូលរួមនោះទេប៉ុន្តែបើយើងមើលនៅថ្ងៃនោះផ្ទុះទូទាំង
ប្រព័ន្ធ social media គ្រប់កន្លែងទាំងអស់រហូតទៅដល់បរទេសកាសែតបរទេសរួមទាំងកាសែតថៃក៏បង្ហាញហើយស្មារតីនៃការបញ្ចេញមកគ្រប់គ្រងរបស់ប្រជាជាតិមួយមិនថាក្នុងនិងក្រៅប្រទេសមិនថានិន្នាការមិនថាសាសនាណានេះគឺបង្ហាញអំពីការមូលមតិគ្នាដែលថាយើងធ្វើត្រូវកងទ័ពរបស់យើងរាជរដ្ឋាភិបាលរបស់យើងបានធ្វើកិច្ចការងារត្រូវដើម្បីការពារអធិបតេយ្យភាពជាតិយើងមិនទៅបំពានអ្នកណាប៉ុន្តែយើងត្រៀមលក្ខណៈនិងចាត់វិធានការគ្រប់បែបយ៉ាងដើម្បីការពារអធិបតេយ្យភាពនិងកិត្តិយសជាតិរបស់យើងស្មារតីជាតិនិយមបែបនេះស្នេហាជាតិបែបនេះគឺជាស្មារតីដែលត្រឹមត្រូវដែលថាស្រឡាញ់ជាតិពិតប្រាកដព្រោះអ្នកស្នេហាជាតិមានច្រើនទម្រង់មានច្រើនជ្រុងប៉ុន្តែម៉ោងស្មើនេះជាម៉ោងដែលប្រទេសយើងមានហានិភ័យប្រជាពលរដ្ឋយើងមូលមតិគ្នាគ្រប់គ្រងនេះគឺជាការពារជាតិពិតប្រាកដស្មារតីរួមគ្នានេះហើយដែលធ្វើឲ្យយើងខ្លាំងប្រទេសយើងតូចជាងប្រទេសមួយទៀតសេដ្ឋកិច្ចយើងមិនទាន់ខ្លាំងដូចគេទទួលស្គាល់ប៉ុន្តែអ្វីដែលខ្លាំងគឺការមូលមតិឯកភាពជាតិរបស់យើងនេះគឺជាចំណុចខ្លាំងរបស់កម្ពុជាដែលយើងត្រូវធ្វើពេលនេះព្រោះម៉ោងនេះមានកម្លាំងចលនាដែលខំប្រឹងបំបែកខ្ញុំមើលរាល់ថ្ងៃអ្នកបំបែកនោះគឺថាមិនដឹងយ៉ាងម៉េចទេខ្មែរមិនដឹងជាខ្មែរស្អីមិនដឹងជាស្អីទេបាទបន្តិចរឿងសម្បែងឃើញអាដាមទាសីហាបែរឃើញមានតពេកមួយនោះមិនកុំសំដៅអ្នកដែលអត់សក់អ្នកវិភាគមួយនោះនៅមកចង់បំបែកថាឥឡូវតបអតីតភាគីនេះត្រូវគេធ្វើបាបអតីតភាគអានឹងដូចយើងប៉ះគ្នា2011គេនាំគ្នាបំបែកអារម្មណ៍កងទ័ពយើងនៅតំបន់កងពល42ថាគេរុញតែខ្មែរក្រហមទៅស្លាប់រដ្ឋកម្ពុជាអត់ឥឡូវគេមកបំបែកថាណែតាហ៊ានអតីតអានគីអតីតហ្វុនសិពេចគេអត់ឲ្យឡើងសាក់គេឲ្យឡើងសាក់តែ CPP ទៅជារឿងចឹងទៀតពេលដែលរៀបទូមិននៅទៅថាកោះអាស័យវៀតណាមមកយកពេញទៅជាចឹងទៀតកោះអាស័យពីណាចង់ទៅមើលជីទៅអត់ឆ្ងាយទេបាទកម្ពុជាយើងម្ចាស់ការប៉ុន្តែសំដួលសួរថាតើគេចាំបាច់ធ្វើអីបោកសម្បត្តិនេះបើបងប្អូនអ្នកស្នេហាជាតិពិតប្រាកដខ្ញុំថាគួរតែមូលមតិគ្នាទៅហើយជាពិសេសការបង្កើតបញ្ហាបង្កើតរឿងផ្សេងយកមកបំបែកនេះប៉ុន្តែខ្ញុំមើលគេខំប្រឹងធ្វើយ៉ាងម៉េចក៏ដោយការបំផុសមិនក៏ដោយប៉ុន្តែมันអាចបំបែកនៅស្មារតីរួមជាតិស្មារតីរួមផ្នែកគំនិតរបស់ជាតិរបស់យើងនោះទេជាពិសេសនៅពេលដែលយើងចេញមកការពារកិត្តិយសជាតិរបស់យើងនេះគឺជាកត្តាសំខាន់របស់យើងដែលថាទោះបីជាសត្រូវក្នុងឬក្រៅកម្លាំងជាតិរបស់យើងកម្លាំងស្នេហាជាតិរបស់យើងនៅពេលនេះគឺអាចគ្របដណ្ដប់បានទាំងអស់ដើម្បីបង្ហាញទៅកងទ័ពយើងថាប្រទេសយើងថាប្រជាជនយើងគ្រប់កន្លែងយើងថាយើងធ្វើទាំងអស់ដើម្បីការពារជាតិរបស់យើងឲ្យខ្មែរទាំងអស់នៅជាមួយកងទ័ពអញ្ចឹងសូមបន្តចលនានេះហើយខ្ញុំសូមអរគុណណាស់ដែលថាស្មារតីជាតិនិយមពេលនេះយើងមិនងាយបានឃើញទេខ្ញុំធ្លាប់ឃើញបែបនេះប្រមាណដងនៅពេលដែលខ្ញុំគេថាអាចចាំបានទី1គឺពេលដែលយើងផ្ទុះអាវុធ2008 2011ទី2នៅពេលដែលយើងមូលគ្នារុញធ្វើប្រេជីហ្វូដនហើយឥឡូវទី3នេះដែលខ្ញុំឃើញគឺចលនាមូលមតិគ្នារបស់ប្រជាជាតិខ្មែរទាំងមូលរាជរដ្ឋាភិបាលចាត់វិធានការឆ្លើយតបដើម្បីការពារផលប្រយោជន៍ជាតិការពារនៅកិត្តិយសជាតិវិធានការមួយចំនួនដោយរឿងច្រកគេពេញយើងឲ្យរឿងព្រៃរឿងអីបណ្ដាឃើញបងប្អូនចេញមកថាប៉ុណ្ណឹងមិនទាន់គ្រប់ទៀតដោយសារស្អីខ្ញុំរាជរដ្ឋាភិបាលយើងមានការថ្លឹងថ្លែងនិងការចាត់វិធានការទិសដៅច្បាស់លាស់របស់យើងកម្ពុជាអត់ចង់វាយប្រហារអ្នកណាមិនមែនទៅរករឿងអ្នកណាទេតែកុំឲ្យគេមករករឿងយើងអត់ធ្មត់ដើម្បីថែរក្សា
ស្ថិរភាពសន្តិភាពមិត្តភាពល្អរាប់ខែមកហើយប៉ុន្តែវាមានបន្ទាត់ក្រហមខ្ញុំឃើញកសែតថៃហើយអ្នកវិភាគនយោបាយថៃមួយចំនួនគេឡើងចេះពេលដែលសសយកករៀបចំកម្មវិធី Solidarity March នេះគេចេញមកគេថារដ្ឋាភិបាលខ្មែរមិននៅទៅធ្វើបំផុសចលនាជាតិនិយមដើម្បីទៅប្រឆាំងថៃចង់បានប្រជាប្រិយភាពរដ្ឋាភិបាលគេថានឹងរដ្ឋាភិបាលខ្មែរជាអ្នកបង្កើតវិញគេថាយើងធ្វើខុសខ្ញុំមើលហើយខ្ញុំវាហួសចិត្តទីមួយខ្ញុំទទួលស្គាល់ថាស្មារតីស្នេហាជាតិស្រឡាញ់ជាតិជាតិនិយមរបស់កម្ពុជាប្រជាជនយើងនៅពេលនេះខ្ពស់ណាស់ប៉ុន្តែសំណួរសួរថាខ្ពស់ដោយសារអីពោលដោយសាររដ្ឋាភិបាលទៅបង្កើតល្បិចទៅបង្កើតដើម្បីញុះប្រជាជនអត់ទេបងប្អូនអាចមើលអ្នកដែលអាចតាមដានសភាពការឬមួយក៏ចង់ដឹងទៅមើលឡើងវិញទៅមិនបាច់មើលយូរអង្វែងទេមើលចាប់ផ្ដើមតាពីដើមឆ្នាំនេះមកបញ្ហាជាតិនិយមកម្ពុជាដែលឡើងខ្ពស់បែបនេះមិនមែនកម្ពុជាជាអ្នកបង្កើតទេមកខាងទៀតជាអ្នកបង្កើតមុខព្រួញ3ដែលបានធ្វើទី1គឺការប្រើប្រាស់ស្មារតីជាតិនិយមបំផុសជាតិនិយមដើម្បីកេងចំណេញនយោបាយនៅក្នុងប្រទេសថៃដែលវារៀលមកដល់កម្ពុជាទី2ការព្យាយាមប្រើប្រាស់សេដ្ឋកិច្ចជាអាវុធដើម្បីលាបពណ៌ដាក់មកយើងទី3ការប្រើប្រាស់កម្លាំងបដាវុធដើម្បីចង់ដាក់គម្រាមទៅលើកម្ពុជារឿងចរចាផ្ទៃក្នុងរឿងបែកបាក់រឿងស្អីផ្ទៃក្នុងប្រទេសថៃយើងមិនលូកទេប៉ុន្តែកុំឲ្យរៀលរបស់យើងឥឡូវសំណួរទី1សួរថាយ៉ាងម៉េចអាកត្តាទី1តាំងពីដើមឆ្នាំតាំងពីឆ្នាំទៅចលនាជាតិនិយមរបស់ថៃបង្កើតរឿងកោះគុតបង្កើតរឿងតវត្តតាកបៃចេញមកថានេះបោះគេដើម្បីគេចំណេញតតាំងគ្នាផ្ទៃក្នុងនយោបាយរបស់គេយើងអត់ពាត់យើងអត់តខ្ញុំមិនដែរនិយាយស្អីទេខ្ញុំថារឿងអ្នកឯងទៀមទាថានេះបោះអ្នកឯងឯកតោភាគីរឿងអ្នកឯងបើចង់បានជាក់ស្ដែងមកអង្គុយនិយាយគ្នាចរចាគ្នារឿងពុំដែររឿងអីហ្នឹងយើងមាន JBC យើងអីបានយើងសម្រេចឯកភាពបើអ្នកឯងនិយាយខ្ញុំមិនចង់ឡងកុំឲ្យវាយើងមិនចង់ទៅលូកដៃទៅក្នុងនយោបាយគេបាទមានមជ្ឈដ្ឋាននយោបាយមួយចំនួនវាយប្រហាររដ្ឋាភិបាលថាម៉េចក៏ស្ងាត់ម៉េះខ្លាចគេម៉េះយើងមិនចង់ទៅពង្រីកសភាពការប៉ុន្តែអាស្មារតីចលនាជាតិនិយមរបស់គេនេះបានវិហារមកដល់កម្ពុជានៅសុកថ្ងៃទី13ខែ2ចាប់ផ្ដើមដេញប្រជាពលរដ្ឋខ្មែរឈប់ឲ្យទៅជ្រៀងនៅតំបន់តំបន់ធំតាំងពី2008 2011យើងបានឈប់វាយគ្នាម្ដងយើងផ្អាករក្សាលក្ខខណ្ឌឥឡូវដាក់ទ័ពអត់មានអាវុធប្រហែលអ្នកប្រជាជនទាំងសងខាងឡើងទៅជ្រៀងទៅមានអីធ្វើមករាប់ឆ្នាំទាំងថៃឡើងទៅជ្រៀងខ្មែរឡើងទៅជ្រៀងអត់មានអីទេព្រោះអានឹងគឺជាកន្លែងដែលយើងថាមិនទាន់ឯកភាពគ្នាថៃក៏ទៀមទាយើងក៏ទៀមទាដោយសារយើងប្រើប្រាស់ផែនទីឯកតោភាគីខុសគ្នាអ្វីដែលយើងចង់បានគឺឯកភាពគ្នាហើយតាម MOU 2000ដោះស្រាយអានឹងទៅឥឡូវនៅពេលដែលមិនទាន់ដោះស្រាយតាមផែនទី1907អនុសញ្ញាអីដែលយើងបានធ្វើទៅយើងទុកវាជាកន្លែងតំបន់សប្រើប្រាស់ទាំងអស់គ្នាតែទីបំផុតដោយស្មារតីជាតិនិយមគេយកប្រធានបទរឿងទឹកដីនឹងដើម្បីចំណេញនយោបាយផ្ទៃក្នុងប្រទេសថៃយកអានឹងមករៀលដល់កម្ពុជាដេញយើងចេញហើយចោទយើងថាយើងបានរំលោភ600ដងក្នុងនោះមានប្រជាជនខ្មែរចេះតែចូលទៅជ្រៀងលើកទង់ជ័យជ្រៀននៅក្នុងដែនអតីតភ័យភាពបានន័យថាម៉េច
hướng này anh bận tay này anh cặp bông tay bạc cá đánh bị chia chôn không ai dương tranh mau hơi tao bị chia chôn không ai dương thọ bát đấy tao ní rư mình bằng hai ông pi ca bằng post mà đây chia để dùng được cả bị chia nét bằng cao mà đây chia để dùng được cả không rương bị thiên là bát ấy rương này cho bận tay nó pil đây này anh vô bị thiên là bát chia để dùng mau đâm bay tận đám tức đây đợi ai cái tao việc kỳ không ai dương tại chlong đi hai mà đây chia để dùng dương đại đột đang bị che rồi thà bị bao bên nuôi dương túc rẽ xa đàm bay dương túc chứ đó chỉ chơi kia cho cha của dương mình toàn ban này giấy chỉ câu ca tê đàm bay ở JBC thứ cả nơi tai bận to ở bè dương cả đi pi khai pi chụp giấy pi khai pi à lỡ dương đọt bật cho đó tập kiểu vậy đời sao viên mình bên trâm tại đường đầu tiên thì cõi mà mê vô thiê nâng nhẹ vô bài tập bốn thơm tại bộ chia để dùng tê à đang dương bật bót bà này chia để dùng bộ ai lương bộ ấy mà cho luôn nữa khác thay miền sân thị ấy na cái dây ok à đang gửi bánh này tê mình chụp hồ bà ra thà bà kia sẽ dương cho chạc dương nơi rẽ xa sẽ thế được phiếp sao được phiếp dương dương bật toát áo dương tiêm tiết phương mạch đầm bấy thay rẽ xa nơi sẽ thế được phiếp sao được phiếp dương một trang chiên đỏ là bàn tay cái nơi chấp và che và to tiền tại hiến trong cõi bê phụ phía sẽ trả đang bỏ kê trong ban vô vay khi đi à lời giấy khi đi dòng bấy cho cha thuê về kia dòng bấy hướng bài đi chẳng cá và che mà ở đây chia để dùng nơi không bật tay mối bàn hiêu mà đó Campuchia tipi cá pra sẽ tự cái chia vút tích cùng riêng cắt phường tích cùng riêng internet bị tràn khai vào hơi do hai Paul tha đập bấy và đại online nếuผมได้ให้เรียบปัวกัมพูชีติ๊กเจงมากัมพูชีปุ๊บเบียกระชื่อภาษากัมพูชีชื่อพบอะไรมือคลุดไอหัวไก่จับสบายจับเป็นบางเกาะปัจจัยการดักประตูมากัมพูชีเนี่ยตายังไม่เบียเปียปอนหนึ่งกิจยุกัมพูชีđể anh chọn cho nên vô bài này anh bàn tay từ lẽ anh đi mau Việt phương ở passport chiết bụi nơi trong thư là bỏ cắt ấy này dây ruộng cứ tha tiền chiết thì giống rương thì vô bài tại khóc thay chia về xe nè cho rồi thì giống bán bạc cát nơi smart ở đây đi bật to và áp vào lời Campuchia rót tha bị bao dương nè ở một bàn tay số tha bị chia vào rót dương mình bán mưa xa po là biết được mình chưa chấp mình cái hai trong cái ngày một bầy khai ô sẽ phía nơi mình nơi lui mà bánh con toạp dương cái đồng lên đặt than đồng thực đây ở tập tại việc bao nhiêu hay cho một cát trực tiếp thay dương đẹp bánh môn ở cái đồng đây kì đòn tiêu say hát cho bà chân khiêm xóm xu là vinh tha tiền ó đi mình phải che nơi cầm hứng phải che nơi mà đây chia thì dùng trong chiết như thế ta chiết mũi ôi kì bơi ghi chứ là hốt kì và tô là hốt bài tí thế chẳng bằng này tha cá phải che mà đây chia thì dùng mình bên tâm tay so vô co riêng ngày đọc bằng bấy thế mình men trâm tay đi ra tha bị báo chắp ở đâu bật phượng bật bật internet cả tinh bị khát lọc thế còn tại vì hai con mình men chắp ở đâu pi cả đại Campuchia do rương buôn đồng bọn buôn từ đại ICJ đu tê nè vì phía nè vô bài bây giờ luôn được thay sao còn vì một cháu Campuchia ở đằng thà Campuchia chỉ nè có đuôi vào đầu rương ICJ rương say đứng đàm bay bằng phô cho là ná chiết để dùng nơi khang khăn vật tì đàm bay lược phải chia prey phiếp cam rọt thà bị bál ọt phải chia prey thế chẳng không đất cầm đao chia để dùng đàm bay la trong sông phải chút
បងប្អូនជឿកម្ពុជាមិនបានទៅប្រឆេះកម្ពុជានិយមនោះទេហើយយើងក៏មិនបានចង់ទៅរោរឿងឬមានរឿងដែររាប់សិបខែមកហើយយើងអាចអត់ធ្មត់ដែរសំបីតែពេលខ្លះរាជរដ្ឋាភិបាលត្រូវបានគ្នាឯងមតិខ្មែរគ្នាឯងមួយចំនួនមជ្ឈដ្ឋាននយោបាយមួយចំនួនថាយើងនឹងអន់ណាស់យើងខ្លាចគេណាស់មិនហ៊ានតគេថានេះបោះគេអានោះបោះគេយ៉ាងម៉េចហើយមិនក៏មិនហ៊ានតអដាមលោកជំទាវមកលោកស្រីដៃទីនេះអញ្ចឹងដើមចំនៃការបំផុសស្មារតីជាតិនិយមរបស់កម្ពុជាគឺមិនមែនដោយសារកម្ពុជាបំផុសដើម្បីយកទៅវាយអ្នកណាចំណេញនយោបាយផ្ទៃក្នុងទេប៉ុន្តែដោយសារកត្តាខាងក្រៅដែលប្រទេសមួយអ្នកនយោបាយមួយចង់ចំណេញខ្លួនឯងបំផុសនយោបាយផ្ទៃក្នុងខ្លួនឯងហើយយកកម្ពុជាធ្វើជាបាសាក់នេះហើយដែលធ្វើឲ្យជាតិខ្មែររបស់យើងត្រូវឆ្លើយតបទៅវិញនេះគឺជាស្មារតីដែលដុតប្រឆេះតើរដ្ឋាភិបាលសម្ដេចតេជោក្នុងនាមជាប្រធានគណៈបកកណ្ដាលអំណាចខ្ញុំក្នុងនាមជានាយករដ្ឋមន្ត្រីដឹកនាំប្រទេសតើយើងចាំបាច់បំផុសតើយើងបំផុសធ្វើអីទេអត់ទេអ្វីដែលយើងធ្វើគ្រាន់តែបំពេញភារកិច្ចរបស់យើងដឹកនាំតែប៉ុណ្ណឹងដឹកនាំប្រទេសមួយដាក់ចេញគោលនយោបាយប្រទេសមួយគោលដៅវិធានការប្រទេសមួយដើម្បីការពារអធិបតេយ្យភាពជាតិបូរណភាពទឹកដីនិងដើម្បីការពារផលប្រយោជន៍ឧត្តមប្រយោជន៍ជាតិតែប៉ុណ្ណោះយើងធ្វើតែប៉ុណ្្នឹងចលនាជាតិនិយមរបស់ខ្មែរចេញមកក្រោយរាជរដ្ឋាភិបាលវាតែប៉ុណ្្នឹងបាទរាជរដ្ឋាភិបាលមិនបានទៅបង្កើតព័ត៌មានคล้ายៗទៅបន្ទោសទៅដុតស្អីនោះទេប៉ុន្តែភ្លើងវាឆេះយើងខំទប់កុំឲ្យវាឆេះផ្ទះតែដល់បន្ទាត់មួយបន្ទាត់នៅពេលដែលអ្នកឯងចាប់ផ្ដើមប្រើកម្លាំងតមទ័ពនៅមិននៅចូលមកបាញ់របស់យើងនេះហើយជាបន្ទាត់ក្រហមការព្យាករណ៍ការព្យាយាមនៅក្នុងការដាក់សេដ្ឋកិច្ចការព្យាករណ៍និងការព្យាយាមនៅក្នុងការប្រើប្រាស់កម្លាំងប្រដាប់អាវុធដើម្បីគៀបកម្ពុជាបន្តិចតិចបិទច្រកថារឿងកើតនៅមុំបីបានទាហានគេសម្រេចចិត្តបិទច្រកព្រំដែនទាំងអស់វាមិនដែលអាណាកើតបន្តិចទៅនាំមកបិទច្រកព្រំដែនដើម្បីសន្តិសុខបិទទៅដល់ចាំយាមកបាទប្រជាជនថៃប្រជាជនខ្មែរកំពុងធ្វើដំណើរពុតប្រកាសថ្ងៃ7បិទបាត់ហើយថាអានឹងមកពីកើតនៅមុំបីអានឹងវាខ្លាចអសន្តិសុខនៅចាំយាមអត់មានប្រាប់យើងបន្តិចមួយថ្ងៃនោះឯកឧត្តមសសកាក៏សួរឯកឧត្តមសុកវិស្នាសួរឥឡូវគេបិទចេះឥឡូវគេធ្វើម៉េចយើងធ្វើចឹងសោះថ្ងៃទី1ពួកយើងអត់មានការជួលដំណឹងអីទាំងអស់គេបិទម៉ោង5យើងបិទម៉ោង5គេឲ្យមនុស្សចូលយើងឲ្យមនុស្សចូលធ្វើតាមនឹងសិនយើងចង់ដឹងថាតើអានឹងវាយ៉ាងម៉េចតើវាជាការជំរឹះបដោះអាសន្នរបស់អ្នកនៅជួរមុខនឹងយ៉ាងម៉េចឬមួយក៏វាបញ្ហាអីតែទីបំផុតគេប្រាប់យើងល្ងាចគេថាចាប់ពីស្អែកទៅគេបិទម៉ោង8បើកម៉ោង4ខ្ញុំថាអះតាយប់ឡើងម៉ោងមិន10តែខ្ញុំប្រាប់ទៅចង្វាយខែទៅ7នៅជាប់ក៏ពិគ្រោះយោបល់មួយសម្ដេចតេជោលោកក៏បានឯកភាពហើយផ្ដល់ខ្ញុំជួបជាមួយចង្វាយខែទៅ7គេនោះទូទៅអាដាមសសខាបែរជាយប់តិចអត់បានខ្ញុំដាក់ Telegram ទូទៅអាដាមសុកវាសនាទូអត់ចូលឲ្យគេទៅដាស់ប្រាប់ថាស្អែកបើកម៉ោង9មកអាដាមសុកវាសនាស្អែកបើកម៉ោង9អត់បើកម៉ោង8ទេអញ្ចឹងថៃគាត់គិតថាមួយថ្ងៃមុនយើងរត់តាមគាត់ស្អីក៏រត់តាមគាត់ដែរស្អែកឡើងមកស្រឡាំងកាំងមកសុំយើងឲ្យបើកម៉ោង9អត់ទេបត់វិជាពីលើបើកម៉ោង9តែឯងមកម៉ោង8ចាំសិនកម្ពុជាវាមានពេលវេលាដែរការភាពទន់ភ្លន់របស់យើងប៉ុន្តែបើអ្នកឯងបំពេញ
យើងត្រូវតែឆ្លើយតបហើយយើងមានសមត្ថភាពគ្រប់គ្រាន់នៅក្នុងការដាក់វិធានការបាទដើម្បីការពារមុខមាត់ជាតិនិងអធិបតេយ្យភាពជាតិបាទសេចដាច់អ៊ីនធឺណិតផ្ដាច់ភ្លើងកម្ពុជាស្លាប់ហើយអត់មាត់ទេណាអាប្រឹង ICJ ហ្នឹងដូចគ្នាខ្ញុំចុះមកពីប៉ារីសចុះមកពីជប៉ុនឡើងទៅព្រំដែននៅមុខមកវិញសម្រាប់ព្រោះយើងវាយតម្លៃទៅវាទៅអត់រួចទេទ្វេភាគីនៅប្រមាណចំណុចខ្ជិលមាត់ចេញប្រកាសវឹបយប់ឡើងស្អែកសភាគាំទ្រវឹបស្រឡាំងកាំងអត់ចាំបាច់ប្រាប់តែឯងទេបាទអាហ្នឹងយើងប្រើវិធីដូចពស់អត់មាត់ទេពស់នៅស្ងៀមតែមកញ៉ៃញ៉ៃចុះឡើងចឹកមកបែកងាប់បាត់ពីណាអ្នកចាប់ផ្ដើមជាឯកតោភាគីបែបនេះមិនមែនកម្ពុជាទេកម្ពុជាមិនចង់ប្រើព្រោះវាបង្កការលំបាកដល់ប្រជាពលរដ្ឋរបស់យើងនៅតាមព្រំដែនប៉ុន្តែបើអ្នកធ្វើយើងធ្វើថ្ងៃ12ចុះមកពីនីសវិញយប់ឡើងម៉ោង 2:10 បិទអ៊ីនធឺណិតបិទភ្លើងខ្ញុំថាកុំឲ្យភាគីថៃពិបាកពេកព្រោះឃើញតែគម្រាមរហូតចង់តែបិទចង់តែអីខ្ញុំថាកុំឲ្យពិបាកពិចារណាថាគួរបិទឬមិនបិទបិទពេលណាខ្ញុំផ្ដាច់ហ្មងទៅឲ្យបិទឈប់យកបាទប៉ុន្តែព័ត៌មានមួយចំនួនថ្ងៃមុនឃើញអ៊ំស្រីវិរៈនៅបងស្រីវិរៈនៅញូហ្សេឡង់ដល់យើងផ្ដាច់គាត់ចូលទៅធ្វើការកន្លែងគាត់មានជនជាតិឡាវជនជាតិថៃមិត្តភ័ក្តិរបស់គាត់ម្នាក់យល់ច្រឡំមកសួរថាថៃកាត់ភ្លើងចុះកម្ពុជាវេទនាយ៉ាងម៉េចទៅបានគាត់សើចថាមានថៃកាត់ភ្លើងណាកម្ពុជាអ្នកឈប់ទិញមុនតើអ្នកកាត់មុនតើបើគេថាអូចឹងទេគេគិតថាកម្ពុជាអត់ហើយខ្ញុំថ្ងៃមុនទៅកាយរិទ្ធក៏សួរខ្ញុំជឿថាបងប្អូនយើងមួយចំនួនក៏មិនច្បាស់លាស់តែយើងមានសមត្ថភាពធានាផងដែរដែលគេគម្រាមកាត់អ៊ីនធឺណិតកាត់ភ្លើងយើងមិនមាត់យើងទទួលថាពីមុនមកតអ្នកតំណងវាពាណិជ្ជកម្មទៅវិញទៅណោវាត្រូវផ្លាស់ប្ដូរវាអត់ចាំទៅបីយើងមានសមត្ថភាពខ្លួនឯងពេលខ្លះយើងក៏ធ្វើព្រោះដោយសារនៅខាងចុងគេធ្វើរាប់មួយឆ្នាំមកហើយគេមានកងត្រាកងអីប៉ុន្តែដល់ពេលមួយដែលប្រើនេះយើងត្រូវធ្វើដែរស្អីបិទប្រេងកម្ពុជាមកខែងាប់សេដ្ឋកិច្ចអាលុំមិនបាច់ទេមិនបាច់ប្រាប់បុតទេងាយមិញម៉ោងប្របាទនេះចេញទៅមកយប់នេះម៉ោង 2:10 ឈប់យកប្រេងឈប់យកហ្គាសពីថៃបោះពុកបាញ់ឃើញក្រសួងរបស់ថៃគាត់ចេញមកប្រកាសអាសន្នប៉ុន្តែសូមឲ្យច្បាស់កម្ពុជាមិនមែនធ្វើតក់កោលទេអ្វីដែលយើងចាត់វិធានការយើងច្បាស់លាស់យើងគិតគូរគ្រប់ជ្រុងជ្រោយអស់វិធានការមួយយើងគិតគ្រប់សេណារីយ៉ូតាំងពីមុនបោះស្អីខ្លះយើងធ្វើមានទៀតមិនទាន់អស់ទេបើចង់លេងព្រំដែននៅសុកអាដាមមានច័ន្ទយ៉ាដាមកទេប្រហែលនឹងចាប់ទៅបាទទូមកខ្ញុំម៉ោង 10 យប់ថ្ងៃ21សម្ដេចឥឡូវមេភូមិភាគថៃគេបិទហើយជ្រក់ជួមជ្រក់ជប់កគីខ្សែតាគូបាទអញ្ថាឆែកឲ្យច្បាស់ផ្លូវការព្រោះឥឡូវកសែតថៃហ្នឹងប្រកែព័ត៌មានចេញមកខុសចេញមកមិនដឹងថាគេធ្វើការយ៉ាងម៉េចទេទៅកាយមុនប្រកាសថាណាថៃដកទូតណានោះទម្លាក់នៅទៅបញ្ជាក់មួយក្រសួងទៅអត់តែខ្ញុំថាប្រកាសនៅកុំលោតតាមកសែតតាមការព័ត៌មានមួយចំនួនគេលោតអត់ផ្លូវការមើលតាមព័ត៌មានអញ្ចឹងក្រោយមកបញ្ជាក់ថាពិតអញ្ចឹងពិតអូខេបើគេបិទយើងបិទវិញទៅហើយថែមឲ្យមួយតបងទៅថែមច្រកជាប់មួយទៀតបិទពីរតែម្ដងទៅកុំពិបាកហើយអាដាមកំរទេថ្ងៃមុនមកសួរខ្ញុំដែរច្រកអានសេះ
គេបើកចុះបើកឡើងយ៉ាងម៉េចគេឥឡូវគេបើកមួយអាទិត្យតាមមួយថ្ងៃហើយបើកតែ3ម៉ោងគត់ខ្ញុំប្រាប់ថាទេមើលមិនមកបិទចោលអចិន្ត្រៃយ៍បងហើយបើកម្ពុជាបិទខ្ញុំសូមប្រកាសបើកម្ពុជាបិទអត់មានបើកវិញនៅច្រកហ្នឹងពេលដែលឯងបើកទេគឺបិទរហូតតតែទូទាំងព្រំដែនទាំងមូលបើកបានមិនមែនថាបើកជប់កាគីថ្ងៃនេះគេបើកគេបិទយើងបិទដល់ពេលគេបើកយើងបើកដែរអត់ទេតែបិទអចិន្ត្រៃយ៍ហើយតលតែណែឯងបើកជាឯកតោភាគីទូទាំងព្រំដែនទាំងអស់ឲ្យដូចមុនថ្ងៃ7ខែមិថុនាបានកម្ពុជាគិតគូរក្នុងការបើកអាកន្លែងហ្នឹងវិញទាំងអស់វិញអានេះខ្ញុំនិយាយឲ្យច្បាស់កម្ពុជាអត់លេងអាលឹបលោនឹងទេពេលដែលយើងសម្រេចហើយយើងធ្វើហើយយើងនៅនឹងណែឯងលោតចុះលោតឡើងលោតចុះពោះវាចឹកវាមិនដែលចឹកច្រើនវាចឹកតែមួយទេបាទអ្នកលោតចុះលោតឡើងលឹបលោនឹងលោតទៅបាទពួកកម្ពុជាយើងអត់អាយ៉េញ៉ៃមិនចង់លេងល្បែងជាមួយតែឯងទេតែបើតែឯងលេងយើងក៏កំដោះល្បែងសេដ្ឋកិច្ចយើងកំដោះល្បែងជាតិនិយមអ្នកឯងបំផុសឥឡូវក៏ក្រៅកម្ពុជាប៉ុន្តែវាមានអ្នកនយោបាយមួយក្រុមមួយផ្នែកនោះរឿងរបស់គាត់ទៅប៉ុន្តែជាតិមួយទាំងមូលនៅកម្ពុជាមិនមែនដោយកម្ពុជាអ្នកបំផុសទេគឺដោយសារល្បែងជាតិនិយមឥឡូវកងទ័ពដូចគ្នាទី3គឺប្រើប្រាស់កងកម្លាំងប្រដាប់អាវុធឃើញតែបង្ហាញយុទ្ធោបករណ៍ឃើញតែបង្ហាញយន្តហោះបង្ហាញដ្រូនមានអាដ្រូនដាក់គ្រាប់បែកតម្លាក់វាមានអារ៉ាក់ក្រោះបាទហើយបង្ហាញស្អីអត់ហ្នឹងខ្ញុំវាពិបាកខ្ញុំអាដាមទាសីហាប្រាប់ថាខ្ញុំគ្មានរ៉ាក់ក្រោះគ្មានអីខ្ញុំមានតែអាបាញ់រ៉ាក់ក្រោះអារ៉ាក់ក្រោះមួយគ្រឿង5លានខ្ញុំអានេះមួយដើម 100000 អាហ្នឹងដូចបាញ់ឆេអាហ្នឹងដូចបើគិតពីការវិនិយោគអ្នករកស៊ីដាក់ទុនតិចបានផលច្រើនយើងយកអាហ្នឹងយន្តហោះមួយគ្រឿង20-30លានថែទាំទាំងអូពីលុតមមតប្រហាត់ចេះយើងដូចអាលើអាកជ្រួចយើងសំណាញ់មេឃហ្នឹងដូចមិនថ្លៃប្រមាណដែរបាទអានឹងអ្នកក្រគេវិនិយោគតាមអ្នកក្រប៉ុន្តែអ្វីដែលសំខាន់ហេតុអីបានជាកម្ពុជាមានគ្រឿងទាំងការពារប្រឆាំងរ៉ាក់ក្រោះទាំងការពារប្រឆាំងយន្តហោះភាគច្រើនគឺយើងរៀបចំទ័ពយើងដើម្បីការពារជាតិមិនមែនដើម្បីវាយលុកដណ្ដើមទឹកដីអ្នកណាគេទេអញ្ចឹងការរៀបចំរបស់យើងមានតែប៉ុណ្្នឹងហើយកំពុងតែអង្គុយគិតអារ៉ាក់ក្រោះមួយដាក់មកទៅអានឹងមិនគួរបើសិនជាបាញ់យើងឆេះយើងគួរឲ្យលើកទឹកចិត្តបងប្អូនប្រមាណអាហោះអានឹងអាស្អីនឹងបង្ហាញមកនឹងបើសិនបងប្អូនណាដាក់ឆេះតើលើកទឹកចិត្តគាត់ប្រមាណយើងគិតអានឹងទៅវិញកំពុងតែពិចារណាមិនមែនជាការប្រមាថប៉ុន្តែបើអ្នកបញ្ចេញបែបនេះហើយគម្រាមរបស់យើងសិតតែអីតបគេមកបាញ់តបខ្មែរធ្វើជីធ្វើអីអ្នកឯងថាចុះរឿងតាម Facebook ខ្ញុំមិនតិចទេប៉ុន្តែសូមកុំប្រមាថឲ្យសោះកម្ពុជាមិនមែនចង់ធ្វើសង្គ្រាមទេយើងឆ្អែតហើយប៉ុន្តែបើសិនជាមានការបំពានប្រើប្រាស់កងកម្លាំងប្រដាប់អាវុធយើងមានសមត្ថភាពគ្រប់គ្រាន់ហើយជាពិសេសឆន្ទៈដាច់ខាតរបស់កងកម្លាំងប្រដាប់អាវុធរបស់យើងនៅក្នុងការការពារទឹកដីទោះបីជាឧបករណ៍យើងមិនទំនើបខ្លាំងប៉ុន្តែទឹកចិត្តនិងឧបករណ៍បំពាក់គឺគ្រប់គ្រាន់ដើម្បីបំផ្លាញផែនការនិងបំផ្លាញកម្លាំងដែលចូលទន្ទ្រានទឹកដីរបស់យើងបាទនេះគឺជាការបាច់អត់មានពីណាក្បាលដៃស្បែកស្ពាន់ទេចង់តែឯងមកពីប្រទេសដែលមានក៏ដោយ
លើការបង្កើនការជីកលេខដ្ឋានធ្វើអីផ្សេងប្រព្រឹត្តរាល់ថ្ងៃហើយការបើកព្រំដែននេះខ្ញុំក៏ពិបាកនិយាយខ្ញុំមិនដឹងថាតើជាគោលនយោបាយរបស់រាជរដ្ឋាភិបាលថៃយ៉ាងណាពលរដ្ឋរដ្ឋាភិបាលថៃតែងតែចង់សុំហើយសុំទៀតចរចាទ្វេភាគីដើម្បីបើកព្រំដែនឲ្យដូចព្រំដែនសំបីតែថ្ងៃទី14 JBC ដាក់ហ្នឹងក៏គេសុំដាក់ហ្នឹងក្នុងប្រធានបទបានខ្ញុំចេញសារមួយយប់ថ្ងៃទី13ទៅប្រាប់ថាចេះវាអត់ស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ JBC ទេ JBC គឺគណៈកម្មការបច្ចេកទេសព្រំដែនគេធ្វើតការងារវាស់វែងខាន់សីមារឿងបិទព្រំដែនមិនមែនជាភារកិច្ចហើយទី2រឿងសម្បាច់ណាស់អ្នកឯងបិទឯកតោភាគីបើចង់បើកវិញថៃបើកឯកតោភាគីទៅយើងនឹងបើកយ៉ាងយូរ5ម៉ោងក្រោយតែប៉ុណ្្នឹងបាទប៉ុន្តែវាពិបាកខ្ញុំមិនយល់ថាតើយ៉ាងម៉េចរាជរដ្ឋាភិបាលថៃសំបីតែនៅក្នុងលិចថ្ងៃទី15យុរដ្ឋមន្ត្រីថៃទូទៅសម្ដែងតេជូក៏ចេញក្រោយបញ្ចប់ពីទូរស័ព្ទចប់ចុចទូរស័ព្ទមួយខ្ញុំសុំដូចគ្នាសុំធ្វើម៉េចយើងចរចាគ្នាបើកទ្វេភាគីទៅច្រកឡើងវិញទៅកុំឲ្យប៉ះពាល់ដល់ប្រជាជនខ្ញុំប្រាប់ថាអញ្ចេះកម្ពុជាក៏មិនចង់បិទដែរប៉ុន្តែកម្ពុជាមិនបានពេលដែលថៃបិទមិនបានពិគ្រោះយោបល់ជាមួយកម្ពុជាទេអញ្ចឹងបើកមិនបាច់ពិគ្រោះយោបល់ទេហើយកម្ពុជាសម្បទានណាស់ដែលយើងប្រាប់ថាបើអ្នកឯងបើកខ្ញុំនឹងបើក5ម៉ោងក្រោយយ៉ាងយូរនេះគឺជាសម្បទានហើយព្រោះកម្ពុជាមានសិទ្ធិបិទជាអចិន្ត្រៃយ៍តួអ្នកឯងធ្វើម៉េចក៏មិនចាំដែរតែយើងសម្បទានដល់ប៉ុណ្ណឹងអ្នកឯងបិទដោយមិនពិគ្រោះយោបល់ជាមួយយើងផ្ទះកភ្លៀងយើងផាំងហើយដល់មកហើយសូមអង្គុយចរចាគ្នាយកស្មើគ្នាបើកបុនទៅហើយខ្ញុំមិនឃើញជាជនថៃម្នាក់លក់អីអត់ចេញមកសម្រាប់ធ្វើអតិថិជនខ្ញុំសោកស្ដាយតាបាទហើយខ្ញុំសង្ឃឹមថាថៃដោយសារលក់របស់មិនចេញខ្ញុំសង្ឃឹមថាការបិទការបើកដោយឯកតោភាគីរបស់ថៃនេះគួរគិតគូរពីអត្ថប្រយោជន៍របស់ប្រជាពលរដ្ឋជាពិសេសអ្នកលក់ដូរនៅតាមព្រំដែនអ្នកធ្វើពាណិជ្ជកម្មតាមព្រំដែនអញ្ចឹងបាល់នៅក្នុងដៃរបស់កងទ័ពថៃហើយមិនមែននៅយើងទៀតទេខ្ញុំឲ្យបាល់ឲ្យអ្នកឯងសុទ្ធហើយទៅឲ្យអ្នកឯងសម្រេចបើកពេលណាយើងតាម5ម៉ោងក្រោយនឹងដើម្បីយើងឆ្លើយតបដល់សេរីបញ្ហាអញ្ចឹងកុំមកចោទកម្ពុជាស្រួលណាស់ចង់បើកហើយខ្ញុំបញ្ជូនសារនេះទៅប្រជាជនខ្មែរនិងប្រជាជនថៃដែលចង់ឲ្យស្ថានភាពជាប់ព្រំដែនបើកទៅដូចដើមវិញគឺឲ្យកងទ័ពថៃបើកដោយឯកតោភាគីមុនទៅកម្ពុជានឹងបើកឡើងវិញបញ្ហានឹងដោះស្រាយងាយដោយបកជ័យបាទអញ្ចឹងវាអាស្រ័យទៅលើកងទ័ពថៃអញ្ចឹងពេលដែលនាយករដ្ឋមន្ត្រីថៃរដ្ឋាភិបាលថៃតែងតែសុំចរចាបើកច្រកវិញមេទ័ពថៃនៅខាងក្រោមបិទបើកបន្តទៀតឥឡូវសួរនៅពេលម្នាក់មកចង់ចរចាមកយើងម្នាក់ទៀតបន្តវាយយើងរហូតបិទបើកឯកតោភាគីតើឆន្ទៈពិតប្រកបនៅកន្លែងណាឲ្យខ្ញុំជឿទេជឿពីណាឥឡូវនិយាយមួយខាងលើខាងក្រោមអត់ស្ដាប់អញ្ចឹងឲ្យមានការឯកភាពផ្ទៃក្នុងទៅសម្រាប់កម្ពុជាខ្ញុំមិនចង់ដឹងរឿងណែឯងឯកភាពទេខ្ញុំចង់ដឹងជាក់ស្ដែងនៅលើដីនៅពេលណាដែលបារាំងនឹងបើកដោយដើមវិញមិនថារដ្ឋាភិបាលបើកឬមួយក៏យោធាបើកអ្នកណាក៏ដោយឲ្យតែមានអំណាចពិតប្រាកដនៅថៃធ្វើការបើកពិតប្រាកដទៅកម្ពុជានឹងបើកវិញអ្វីនឹងទៅដោយដើមវិញនេះជាបញ្ហាហើយបើយើងចង់ចរចាកងទ័ពព្រំដែនបើកសិនអញ្ចឹងបានកន្លងទៅមានការចង់ជួបគ្នារឿង ABC ខ្ញុំបានចេញគោលការណ៍ផ្លាស់ទៅក្រសួងការពារជាតិដរាបណាព្រំដែនមិនបើកឡើងវិញទេគ្មានការជួបជជែកគ្នាជាផ្លូវការ ABC GBC នោះទេ ABC គឺដឹកនាំដោយភូមិភាគ GBC គឺដោយរដ្ឋមន្ត្រីក្រសួងការពារជាតិអញ្ចឹងដើម្បីចាប់ផ្ដើមការចរចានិយាយគ្នាឡើងវិញ
ទីមួយត្រូវរៀបចំបរិយាលក្ខណ្ឌឲ្យវាសមស្របបាននេះបង្កើតទំនុកជុកចិត្តគ្នាឡើងវិញព្រោះបើរឿងព្រំដែនមិនមានទំនុកចិត្តគ្នាផងទៅនិយាយរឿងទាហានវិញអញ្ចឹងទីមួយគឺបើកព្រំដែនដែលងាយស្រួលបំផុតគឺបញ្ជាក់នៅឆន្ទៈទាំងសងខាងដោយមិនចាំបាច់ចរចាវាស៊ីម៉ោងវាអត់វាឈឺក្បាលពេកឥឡូវយើងដាក់លើតុហើយដកទៅយើងដកដែររឿងព្រំដែនបើកដូចធម្មតាប្រជាជនធ្វើដំណើរម៉ោងប្រហែលម៉ោង6ដល់ម៉ោងប្រហែល6ល្ងាច6ព្រឹក6ល្ងាច6ព្រឹកដល់10ល្ងាច10យប់បាទដូចដើមវិញប៉ុន្តែខ្ញុំសូមបញ្ជាក់ថាអត់មានការចរចាទ្វេភាគីទេរឿងបើកនេះអ្នកឯងបិទមុនបើកមុនចោះខ្ញុំឲ្យសិទ្ធហើយយើងចាំតាមក្រោយយើងទទួលតាមព្រោះយើងចង់បានភាពល្អជូនប្រជាពលរដ្ឋយើងឡើងវិញទេបាទគ្មានរឿងអីដែលទៅធ្វើបាបបិទនោះទេបាទហើយរឿងទាហានដូចគ្នាចរចាអត់មានការជជែកបើតែឯងចង់ដកទៅរឿងលក្ខខណ្ឌនៅខាងមុខយើងគ្មានត្រៀមវាយដដែលគេទេប៉ុន្តែកុំមករករឿងយើងកុំមកបង្កើតបញ្ហាត្រៀមលក្ខណៈគេថាចង់ចរចាដកតបពេលជាមួយគ្នាគឺនៅឈុះផ្លូវឈុះអីរត់នេះគឺជាបញ្ហាអញ្ចឹងខ្ញុំសូមឲ្យយកឱកាសនេះដើម្បីបញ្ជាក់បាល់នៅក្នុងដៃថៃស្ថានភាពដូចដើមវិញស្រួលទីមួយបើកច្រកបកច្រករួចហើយយើងអាចទៅហ៊ានជួបគ្នានិយាយគ្នារឿងដកតបសាមញ្ញប៉ុន្តែឥឡូវសោនៅគេបើមានចិត្តត្រង់ពិតប្រកបចង់បថយធ្វើទៅសោនៅដងហើយចាក់ទៅបើកទៅយើងនឹងចូលតាមក្រោយជាមួយគ្នានេះគឺជាការពិតឥឡូវចាប់ផ្ដើមយករូបភាពបង្កើតចលនាមួយនៅខាងក្នុងនោះចោតមករដ្ឋាភិបាលខ្មែរជាអ្នកបិទទ្វារជាអ្នកអីវិញទៅជាអញ្ចឹងទៅកើតបាទអាបាញ់យើងថ្ងៃ28ថ្ងៃ29ក្រសួងការបរទេសយើងដាក់តវ៉ាថាណែឯងចូលមកបាញ់នៅក្នុងដីខ្ញុំបាញ់តែយើងទៀមទាឲ្យណែឯងស្រាវជ្រាវអូយុត្តិធម៌គេឆ្លើយតបមកវិញគេថាអត់ទេខ្មែរអ្នកចូលទៅបាញ់ក្នុងដីចឹងទៀតបោះដ្រូនក្នុងដីរបស់យើងដាក់លិខិតតវ៉ាគេផ្ញើមកវិញកូពីលិខិតរបស់យើងគ្រាន់តែថាប្រើពាក្យយើងជាអ្នករំលោភទៅជាចឹងហោះចូលមកដល់ក្នុងបាទថ្ងៃទី1អាដាមអ៊ុំរិត្រីរាយការណ៍ថាចូលហើយតបមកអាដាមខូរីដាប្រាប់មួយទៀតទៅមិនចូលទី1អានឹងមកពីណាព្រំដែនអីរឿងព្រំដែនមួយនៅតាមបន្ទាត់ព្រំដែនអានេះចូលដល់ក្នុងចូលមកទៀតថ្ងៃទី2ទី3ខ្ញុំទូទៅមេ5ឲ្យមួយដែរបាញ់ខ្ញុំប្រាប់ទៅភូមិភាគ5បាញ់បាទមានណាចូលមកទៀតនៅថ្មដាយើងបាញ់ឡើងផ្អើលដល់ត្រាតដាក់អស់ប្រហែលគ្រាប់មកស្អីឡើងបាញ់ធ្លាក់អស់មួយទៀតដល់នៅក្នុងចកាប្រៃអត់រួចស្ងាត់បាទអាតវ៉ាលើកដាស់តវ៉ាតែណែឯងនៅតែបំពេញបាញ់ដ្រូនបាញ់បាទដល់ទៅដូចតែដ្រូននឹងដូចខ្លាចកាភ្លើងដែរយីត្រង់ដើរល្បាតចុះឡើងសល់ថ្ងៃមួយចូលទៅអាកន្លែងទុកមកខ្ញុំសួរទៅឲ្យដំស្រីដឹកគេចូលមកបោះងឹងបោះអីទៅក្នុងកន្លែងមិនដែលធ្លាប់ចូលមកព្រៀបយើងទៅដេញចេញវិញឲ្យដំស្រីដឹករាយការណ៍មកមិនដឹងរាយការណ៍ដំទៅហើយពេលដេញទៅវិញនឹងផ្លិចអាវុធក៏ភ្លើងយន្តមកដើមតាហ៊ានណា
គេពង្រៀនតាមពីថ្ងៃដំបូងត្រូវកំភ្លើងណាគឺអានឹងដូចជាប្រពន្ធចឹងត្រូវឲ្យជាប់ខ្លួនតែខ្លួនឯងភ្លេចហើយបើន័យថាអារម្មណ៍មិននៅក្នុងខ្លួនទេដកទៅបាត់ទុកកំភ្លើងយន្តមកដើមតែខ្មែរយើងត្រង់ហៅគេមកយកវិញកម្ពុជាមិនចង់បានរបស់អ្នកណាទេបាទទោះបីជាអ្នកឯងភ្លេចរបស់ចៅយើងចូលខ្ញុំចង់និយាយបើន័យថាសពាវុធដោយអាដាមសៅសុខាមិនសមវិញគាត់ប្រហោះមួយខ្ញុំឆ្លៃខូតរបស់គាត់ដាក់រូបមេតបថៃមួយគាត់ថាឃើញតែប្រអួតសពាវុធឃើញតែអីឃើញសមាធិបន់ស្រត់វាអត់កំណត់ទៅលើអាដឹងទេសពាវុធសម្ភារៈវាជួយប៉ុន្តែមិនមែនជាកត្តាកំណត់ទេតែហ៊ានគេមិនដើរប្រើកំភ្លើងធំដើម្បីកាន់កាប់ទីតាំងឬយន្តហោះទេទៅមិនរួចទេវាជាមិនផុតពីបញ្ជូនថ្មើរជើងរកក្រោះចូលមករកឯងចង់តលាក់សោះបាញ់សោះឡើងមកត្រូវតដែរដូច2011ខ្ញុំមិនមែននិយាយដើម្បីប្រអប់បន្ទោសឬមួយចង់សង្គ្រាមអីដូចទេបាទពួកខ្ញុំឃើញបងប្អូនយើងមួយចំនួនទាំងនេះហើយគេថាខ្មែរយើងមកវាយគេវាយមានអ្នកខ្លះគេអួតថាមិនបាច់ចរចាមួយខ្មែរវាយចូលទៅដល់ភ្នំពេញមកចាំដូរ4ខែអ្នកខ្លះគេថាវាយតែ1ម៉ោងឯដល់ភ្នំពេញសាកមើលទៅបាទសាកមើលទៅកុំប្រមាថឲ្យសោះអញ្ចឹងសម្រាប់ការប្រើប្រាស់មធ្យោបាយយោធាដើម្បីដាក់គំនាបមកកម្ពុជាហើយគំនាបស្អីគំនាបធំបំផុតគឺគេរករឿងតែយើងយករឿងហ្នឹងទៅ ICJ ដំបូងឡើយចោទប្រកាន់តែរឿងមុំបីដល់ក្រោយមកថាដោយសារកម្ពុជាយកទៅ ICJ កម្ពុជាឈប់ចរចាទ្វេភាគីបានគេត្រូវប្រើវិធានការបែបនេះដើម្បីដាក់គំនាបខ្ញុំសូមបញ្ជាក់អញ្ចឹងកម្ពុជាទី1សម្រាប់ចរចាព្រំដែនជាមួយនឹងថៃគឺយើងនៅប្រកាន់ជំហរប្រើប្រាស់យន្តការទ្វេភាគីតាមគណៈកម្មការព្រំដែនបច្ចេកទេសដដែល800លើកលែងតែ4ចំណុចនេះទេដែលវាជាប់គាំងដែលវាទៅមិនរួចកន្លែងណាដែលយើងធ្វើការដោះស្រាយបានឬមិនទាន់ជជែកគ្នានៅឡើយយើងនឹងនៅប្រើប្រាស់យន្តការនោះដើម្បីធ្វើការព្រោះវាគ្មានហេតុផលអីយក800គីឡូម៉ែត្រយកទៅដាក់ឲ្យ ICJ អង្គុយវាស់ឲ្យយើងគេគ្មានពេលទេហើយក៏គេមិនទទួលដែរបើសិនភាគីដែលពាក់ព័ន្ធមិនខិតខំដោះស្រាយយកអាកន្លែងដែលមិនទាន់ជែកគ្នាផងទៅឲ្យគេដោះគេចាំតែទទួលទៅគេឲ្យយើងដោះសិនអស់លទ្ធភាពហើយឬមួយក៏មានលក្ខណីពិសេសអីដោយកន្លែងនេះចិត្តវាយគ្នាទៀតហើយអានឹងបានយើងបញ្ជូនទៅចឹងបានរឿងគេស្អីណាលើកឡើងតាំងពីខែ2ខែអីខ្ញុំយើងនៅរក្សាចំពោះរហូតដល់ការសម្រេចចិត្តនៅថ្ងៃទី1ខែមិថុនាក្រោយពីខ្ញុំត្រឡប់មកពីព្រំដែនចុះពីកប៉ាល់ហោះមកពីជប៉ុនថ្ងៃ30ថ្ងៃ1ឡើងទៅវាយតម្លៃសភាពការគ្រប់យើងចេញមកហើយថ្ងៃទី2យើងដាក់តែម្ដងមិនមែនតែតំបន់មុំបីទេគឺតំបន់តាមាន់ធំតំបន់តូចតាក្បីព្រោះរឿងស្មារតីជាតិនិយមបំផុសកន្លែងនោះហើយចាក់សោកន្លែងនោះរួចទៅហើយឥឡូវបើទាំងមេដឹកនាំនយោបាយមេដឹកនាំយោធានិងប្រជាពលរដ្ឋមួយចំនួនរបស់ថៃហើយបានត្រូវគេថានឹងជារបស់គេហើយអត់មានការចរចាតែចាំបាច់ចរចាស្អីទៀតវាស្មើអត់ទៅមុខទ្វេភាគីអញ្ចឹងកុំមកលួងចិត្តថានឹងនៅចរចាទ្វេភាគីបើមុនអ្នកឯងប្រកាសជានយោបាយជាផ្លូវការត្រឹមតែពួកប្រឆាំងនយោបាយមួយចំនួននៅក្នុងប្រទេសថៃនិយាយខ្ញុំអត់យកជាការទេប៉ុន្តែដល់មកប្រកាសហើយដាក់តបហើយបានន័យថាវាអស់ហើយចុងក្រោយគឺរហូតទៅដល់ទៅហៅអនុព័ន្ធយោធានៅលើពិភពលោកចេញគេថានៅប្រទេសថៃទៅប្រាប់ថាទេកម្ពុជារំលោភអធិបតេយ្យភាពដោយសារយើងចូលមកជ្រៀងលើកទង់ជ័យគ្មានពីណាទៅជ្រៀងលើកទង់ជ័យនៅមុំបីទេមានតែសម្ដៅទៅលើតំបន់ធំទាំងហើយនេះហើយបានន័យថាជានយោបាយគេចាក់សោទៅហើយចឹងឥឡូវបើសិនជាខាងភាគីថៃនយោបាយទាំងយោធាប្រាប់អញ្ចឹងតើគណៈកម្មការចរចាព្រំដែនថៃហ៊ានដកថយទេអត់ទេសម្បីតែរដ្ឋាភិបាលខ្លួនឯងក៏មិនហ៊ានដកថយផងព្រោះទៅប្រាប់ប្រជាជនថាអានឹងរបស់ខ្លួនបាត់ហើយកម្ពុជា
មិនទាន់ឈានដល់នឹងព្រោះយើងនៅទុកបើកច្រកដើម្បីយើងយកឱកាសដោះស្រាយរឿងនេះតាម JBC ប៉ុន្តែនៅពេលដែលឯងចាក់សោហើយសំខាន់បំផុតហានិភ័យនៃការផ្ទុះអាវុធវាកើនឡើងបានជាយើងសម្រេចចិត្តទៅដើម្បីបង្កកបញ្ហានេះបាទព្រោះវាយគ្នាវាអត់ស្រួលទេវាឆេះទាំងអស់មិនត្រឹមតែបិទ8ម៉ោងទេយើងអាចបិទទាំងអស់តែម្ដងប្រជាពលរដ្ឋឆ្លុះគ្នាឥឡូវកម្ដៅរៀងខ្លួនបាទវារៀងនេះគឺជាស្មារតីនៃការទទួលខុសត្រូវរបស់យើងការឆ្លើយតបរបស់យើងអាដាមលោកជំទាវអស់លោកស្រីបងប្អូនជនរួមជាតិបងប្អូនបានស្ដាប់ប៉ុណ្ណេះយល់ហើយថាកម្ពុជាមិនមែនអ្នកបង្ករឿងទេហើយវិធានការដែលកម្ពុជាដាក់នេះគឺការឆ្លើយតបដើម្បីការពារឧត្តមប្រយោជន៍ជាតិនិងបូរណភាពទឹកដីត្រៀមលក្ខណៈតែប្រពុតកម្ពុជាមិនចង់បានដីអ្នកណា1មីលីម៉ែត្រប៉ុន្តែក៏មិនអោយអ្នកឯងមកបំពេញ1មីលីម៉ែត្របានដែរនេះជាការបដិញ្ញាចិត្តរបស់យើងហើយការគ្រប់គ្រងការវាយលុករបស់យើងវាយតបដើម្បីការពារឧត្តមប្រយោជន៍យើងធ្វើនៅលើសមរភូមិច្បាប់ទៅ ICJ កងទ័ពស្រួយរបស់យើងសមរភូមិការទូតហើយប្រចាំបាច់សមរភូមិយោធាបាទ3មុខព្រួយនេះដែលយើងទៅធ្វើហើយសូមឲ្យកម្លាំងជាតិទាំងមូលនៅពីក្រោយទ័ពស្រួយរបស់យើងទាំង3មុខព្រួយនេះដើម្បីធ្វើការបាទសូមឲ្យមានការទុកចិត្តទៅលើរាជរដ្ឋាភិបាលផ្ដល់ការទុកចិត្តទៅលើកងកម្លាំងប្រដាប់អាវុធរបស់យើងពីសមត្ថភាពនិងឆន្ទៈរបស់ពួកគាត់ឲ្យគាត់ប្រមូលផ្ដុំគំនិតផ្ដុំឆន្ទៈផ្ដុំអារម្មណ៍ដើម្បីត្រៀមការពារជាតិការពារទឹកដីរបស់យើងក្រុមចរចាច្បាប់របស់យើងដើម្បីរុញករណីនេះទៅ ICJ ការងារផ្សេងទៀតដែលយើងត្រូវធ្វើការទូតផ្សេងដើម្បីការពារអធិបតេយ្យភាពមុខមាត់ជាតិរបស់យើងពីការវាយបំផ្លាញការធ្វើសកម្មភាពណាប៉ុនប៉ងធ្វើបំបាក់មុខកម្ពុជានៅលើអន្តរជាតិបាទនេះគឺជាសមរភូមិ3ដែលយើងធ្វើបាទអញ្ចឹងសូមឲ្យមូលមតិគ្នាជាមួយគ្នាទាំងអស់មានការបង្កើតកន្លងទៅវាគ្រាន់តែដាក់លិខិតខ្ញុំប្រាប់ថាដល់ប្រតិកម្មត្រូវទៅមានគ្រប់ជំហានអាពេលលិខិតមុនបញ្ចេញត្រូវមានរូបភាពមន្ត្រីយើងទៅត្រូវអត់មានផ្ញើតាមប៉ុស្តិ៍តាមអ្នកណាទេជិះកប៉ាល់ហោះទៅចេញរបត់ប៉ាល់ហោះជិះទៅភ្លាមយកទៅឲ្យដល់ដៃទូតយើងយកទៅឲ្យទៅផ្ទាល់ដើម្បីទទួលបញ្ជាក់ពីការច្បាស់លាស់របស់យើងព្រោះវាគ្មានហេតុផលអីត្រូវកម្ពុជាថយទេខ្ញុំសូមបញ្ជាក់ចំហរបស់កម្ពុជានៅតែមានអ្នកចោទសុចអាណាប្រកាន់ដៃក៏ផ្ញើកង់ក៏គេមានប្រកាន់ដៃដែរទៅអញ្ចឹងរឿងដឹកទៀតបង្កើតរឿងនៅក្នុងការនេះទាំងអស់យើងត្រូវគោរពនីតិវិធីរបស់តុលាការបើយើងចង់ឲ្យករណីរបស់យើងចង់បំផ្លាញករណីនេះយើងមិនបាច់គោរពវិធានយើងយកទៅដល់ប្រកាន់ដៃយើងមានលិខិតទទួលរបស់គេយើងមាននៅក្រសួងការបរទេសប៉ុន្តែ ICJ គេសុំហាមមិនអោយបង្ហាញអីដែលពាក់ព័ន្ធជាមួយមន្ត្រីគេទាំងរូបភាពមន្ត្រីឬឯកសារលិខិតស្នាមនៅក្នុងដំណាក់កាលនេះដែលពាក់ព័ន្ធពួកគេមិនចង់ឲ្យយកឯកសារពាក់ព័ន្ធរបស់គេមកធ្វើនយោបាយនៅប្រទេសណាមួយរឿងរបស់គេច្បាប់របស់គេចឹងសំបីតែនៅតុលាការរបស់យើងក៏ដែរក្នុងពេលដំណើរការនីតិវិធីបើហ៊ានតែមេធាវីកាន់ណាមួយបញ្ចេញឯកសារទៅឲ្យជាសាធារណៈអាចជាប់គុកអញ្ចឹងយើងត្រូវគោរពវិធានខ្ញុំសូមបញ្ជាក់ជូនបងប្អូនឲ្យបានជ្រាបថារាជរដ្ឋាភិបាលនឹងខិតខំធ្វើគណនេយ្យភាពនិងតម្លាភាពជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងជំហាននៃការតតាំងនេះយើងបានគិតគូរអំពីការដាក់ជូនព័ត៌មានប៉ុន្តែយើងត្រូវតែគោរពនៅវិធានរបស់តុលាការ ICJ យើងមិនអាចរំលោភបំពានរាជរដ្ឋាភិបាលមានជំរើសពីរជំរើសទី1
គឺយើងធ្វើការគណនេយ្យភាពនិងបង្ហាញប្រជាពលរដ្ឋយើងគ្រប់ព័ត៌មានគ្រប់ពេលវេលាទាំងអស់ដើម្បីឆ្លើយតបទៅនឹងការចង់បានចង់ដឹងដោយអន្តរសាររបស់បងប្អូនរបស់យើងដោយមិនគិតពីគោរពមិនគោរពវិធានរបស់ ICJ តុលាការទេអានឹងជំរឿនទី1អញ្ចឹងប្រជាពលរដ្ឋយើងអ្នកអន្តរសារគឺចង់បានគ្រប់ជាហ៊ានដឹងប៉ុន្តែយើងអាចប្រឈមតុលាការគេអាចថាយើងមិនគោរពវិធានរបស់គេអាចមិនទទួលគេច្រប់គេឬមួយយ៉ាងម៉េចយើងពិបាកដើរទៅមុខពិបាកប្រឈមទី2យើងនឹងខិតខំធ្វើគណនេយ្យភាពនិងបញ្ជូនព័ត៌មានទៅតាមគ្រប់រូបភាពដែលអាចធ្វើទៅបានឲ្យបងប្អូនដឹងពីនីតិវិធីការរៀបចំជំហានរបស់យើងប៉ុន្តែយើងមិនអាចរំលោភទៅលើវិធានរបស់តុលាការដើម្បីយើងគោរពនៅនីតិវិធីពេលហ្នឹងបងប្អូនខ្លះអាចទះសារចោលប្រកាន់យើងទៅប្រឈមរឿងនេះប៉ុន្តែជំរឿនមួយណាល្អជាងសម្រាប់កម្ពុជាយើងសុខចិត្តថាយកភាពជោគជ័យនៃនីតិវិធីតុលាការជាគោលទោះបីជាពេលខ្លះបងប្អូនខ្លះក៏បំផុសទះសារតែយើងមិនអាចធ្វើនៅក្នុងពេលនេះនៅពេលដែលករណីនេះវាបញ្ចប់តុលាការគេនឹងបញ្ជាក់ហើយគេនឹងដាក់អានឹងនៅលើអនឡាញមើលទៅប៉ុន្តែក្នុងដំណាក់កាលដំបូងនេះសវត្ថិភាពនៃករណីនេះនិងភាពជោគជ័យរបស់យើងជាពិសេសការអនុវត្តឲ្យបានត្រឹមត្រូវតាមវិធានរបស់ ICJ គឺជាអ្វីដែលកម្ពុជាត្រូវធ្វើនៅពេលដែលយើងខិតខំដើម្បីធ្វើឲ្យមានតម្លាភាពជាមួយប្រជាពលរដ្ឋហើយសូមឲ្យបងប្អូនប្រជាពលរដ្ឋយើងយោគយល់ផងបាទព្រោះបើសិនជាយើងស្អីក៏បញ្ចេញស្អីក៏បញ្ចេញទី1យើងមិនគោរពវិធានរបស់តុលាការអញ្ចឹងទីបំផុតបងប្អូនសប្បាយចិត្តតែទីបំផុតបងប្អូនកំពុងតែបំផ្លាញគេថាព្រៀបរបស់កម្ពុជានៅលើឆាកអន្តរជាតិនៅតុលាការ ICJ អញ្ចឹងសម្រាប់កម្ពុជាយើងនឹងខិតខំអានឹងវាមិនខុសពីមេធាវីទេឧទាហរណ៍កាត់ក្តីរឿងមួយអញ្ចឹងចេញពីមកកំពុងតែដំណើរការនីតិវិធីចេញមកអ្នកកសែតសួរមេធាវីប្រាប់ខ្ញុំមើលគេនិយាយស្អីខ្លះណែឯងដាក់ភ័ស្តុតាងស្អីខ្លះឥឡូវហ្នឹងហ៊ានតែមេធាវីនឹងហ៊ានប្រាប់ភ្លាមគឺករណីអ្នកឯងនឹងអាចបញ្ហាភ្លាមអ្នកឯងជាប់ទោសភ្លាមព្រោះតុលាការគេហាមក្នុងដំណើរការអ្នកឯងមិនអាចអ្នកឯងអាចនិយាយទូទៅបានប្រាប់ថារឿងហ្នឹងវាយ៉ាងម៉េចប៉ុន្តែអ្នកឯងមិនអាចនិយាយលំអិតពីភ័ស្តុតាងបញ្ចេញឯកសារអីទេអានេះនីតិវិធីនៅស្រុកខ្មែររបស់យើងហ៊ានតែយើងចេញអាហ្នឹងភ្លាមមេធាវីនឹងចេញភ្លាមអត់គោរពវិធានការខាងក្នុងស្រុកគឺអាចប្រឈមភ្លាមបាទជួនកាលដាក់ភ័ស្តុតាងអីថ្មីទៅគេលែងទទួលតុលាការលែងទទួលព្រោះតែឯងអត់គោរពអញ្ចឹងកម្ពុជារបស់យើងតុលាការមួយមិនមែនកន្លែងផ្ញើកង់ទេណាហើយខ្ញុំជឿថាកន្លែងផ្ញើកង់ម៉ូតូក្លានណាក៏គេមានបទបញ្ជាដែរមិនបានន័យថាកតុយស្លឹករបស់អ្នកនឹងអ្នកណាក៏មកសុំមើលបានដែរទេត្រូវទេឃើញផ្ញើឡានមួយស្រាប់តែឃើញអ្នកនឹងដើរចេញរត់ទៅសួរខ្ញុំសុំមើលឡាននេះឡានម៉ាក់អីចាំតែគេឲ្យមើលគេអត់ស្គាល់ពីណាមកសួរខ្លាចប្លន់ខ្លាចអីអ្នកមកផ្ញើគេក៏មានបទបញ្ជាដែរដើម្បីគេធ្វើការបាទអញ្ចឹងខ្ញុំសូមបញ្ជាក់ចេះហើយមានរឿងនេះខ្ញុំលើកជាទូទៅប៉ុន្តែមានអ្នកខ្លះគេបាតចិត្តថ្ងៃមុនគ្រាន់តែលើកឈ្មោះមួយនោះពុលទឹកមាត់វិលបាត់ទៅបាទគាត់ឯដំប៉ែនបណ្ណាចេញទៅបញ្យលបន្ថែមគេថាស្អីណាគេត្រូវហើយរដ្ឋាភិបាលស្ដាប់ប្រជាពលរដ្ឋខ្ញុំទទួលរដ្ឋាភិបាលនឹងខិតខំបង្ហាញគណនេយ្យភាពគ្រប់បែបយ៉ាងប៉ុន្តែយើងមានព្រំដែនមួយគឺថាយើងមានកាតព្វកិច្ចនៅក្នុងការធ្វើយ៉ាងណាឲ្យករណីនេះអាចបានទៅមុខនឹងថែរក្សាឲ្យបានដោយមិនធ្វើឲ្យខុសបច្ចេកទេសនៅក្នុងឧទាហរណ៍ការមិនគោរពនៅវិធានអញ្ចឹងខ្ញុំសូមឲ្យបងប្អូនប៉ុន្តែខ្ញុំប្រាប់ហើយប្រាប់ទៀតជាជំហររបស់យើងទាំងបងប្អូនរបស់យើងទាំងទៅភាគីមួយទៀតហើយកាលពីម្សិលមួយថ្ងៃនេះមានប្រទេសមួយចង់ដើរតួជាអ្នកសម្របសម្រួល
ប្រទេសពី3ប៉ុន្តែអ្វីដែលគេមកចង់សម្របរួលគេថាធ្វើម៉េចឲ្យភាគីទាំងពីរសំណូមពររបស់ថៃថាសូមភាគីទាំងពីរចរចាគ្នាតាមទ្វេភាគីទៅកម្ពុជាបានប្រាប់ហើយថាម៉ោងស្មើនេះយើងមិនទាន់ទៅពឹងអ្នកណាគេទេយើងនៅលើកលែងតែ4ចំណុចទេគឺយើងនៅធ្វើការងារជាទ្វេភាគីដដែលទាំងរឿងព្រំដែនលើកលែងតែ4ចំណុចនេះទាំងរឿងសេដ្ឋកិច្ចរឿងកងទ័ពយើងនៅបើកច្រកដើម្បីចរចាទ្វេភាគីនេះប៉ុន្តែវាមានលក្ខខណ្ឌវាបញ្ជាក់បើសិនជាមានការផ្ទុះអាវុធយើងទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហជីវជាតិបច្ចុប្បន្ននេះយើងប្រើទ្វេភាគីទៅលើការដោះស្រាយបញ្ហារួមទាំងព្រំដែនលើកលែងតែ4ចំណុចដែលយើងពឹងទៅ ICJ ព្រោះវាផុតទៅហើយក្រៅពីនឹងយើងនៅធ្វើការឡើយមិនទាន់ដល់ពេលដែលចាំបាច់ត្រូវការអ្នកណាបោះទេប៉ុន្តែយើងក៏អរគុណចំពោះបងប្អូនប្រទេសដែលជីវិតព្រោះគ្មានពីណាចង់ឃើញនៅបញ្ហានោះទេខ្ញុំជួបជាមួយនឹងរដ្ឋមន្ត្រីទេសចរវប្បធម៌របស់ម៉ាឡេស៊ីកាលពី2-3ថ្ងៃមុនគាត់ក៏ថាសូមចង់ឃើញប្រទេសទាំងពីរដោះស្រាយបញ្ហាដោយសន្តិវិធីខ្ញុំថាត្រូវហើយកម្ពុជាឆ្អែតហើយសង្គ្រាមមិនចង់ទេនេះហើយគឺជាបញ្ហាមូលហេតុដែលកម្ពុជាយកអានេះទៅដោះស្រាយនៅ ICJ ដោយកាលម៉ាឡេស៊ីហើយនិងសិង្ហបុរីដោះស្រាយបញ្ហាកោះដែលមិនត្រូវគ្នានោះចឹងប្តឹងពី79ឆ្នាំ79ដោះស្រាយចប់ដោយឆ្នាំ2000ជា20ឆ្នាំជាតែគេបានដោះស្រាយបញ្ហានេះនៅតុលាការ ICJ ដោយមិនពាក់ព័ន្ធទំនាក់ទំនងធំចឹងហើយបានជាកម្ពុជាព្យាយាមដោះស្រាយនេះដោយសន្តិវិធីជាជាងប្រើប្រាស់កម្លាំងបាយនៅចំណុចនេះព្រោះគេទាំងតាហ៊ានទាំងអីគេចាក់សោហើយមេភូមិពីរបស់ថៃប្រាប់ហើយថាបើចង់បានតវ៉ៃគ្នាអញ្ចឹងចំហរបស់គេចែកហើយសម្រាប់កម្ពុជាដោយសារយើងចង់បានសន្តិភាពបានថានិយាយគ្នាលែងរួចហើយព្រោះគេចង់តវ៉ៃគ្នាហើយគេបានថានៅរបស់គេហើយនៅពេលដែលយើងមិនមានការឯកភាពផងអានឹងនៅក្នុងដីយើងបើតាមផែនទីរបស់យើងអញ្ចឹងតលទៅអ្នកទី3មកគឺ ICJ នេះសម្រាប់ករណីនេះប៉ុន្តែចំណុចផ្សេងទៀតគឺយើងនៅរក្សាទ្វេភាគីដែរខ្ញុំសូមឲ្យច្បាស់ជឿបាទអញ្ចឹងយើងដោះស្រាយហើយដោះស្រាយទៀតនៅក្នុងបញ្ហានេះអញ្ចឹងការចូលរួមរបស់ប្រជាពលរដ្ឋរបស់យើងកន្លងទៅកម្ពុជានឹងបន្តអភិក្រមបែបនេះគឺយើងនឹងខិតខំរក្សាទំនាក់ទំនងជាមួយប្រទេសជិតខាងរួមទាំងប្រទេសថៃទាំងអស់ដោយប្រើប្រាស់យន្តការកិច្ចព្រមព្រៀងដែលមានស្រាប់ទាំងការទូតតាមគ្រប់វិស័យទាំងអស់ប៉ុន្តែកម្ពុជារក្សាសិទ្ធិនៅក្នុងការការពារអធិបតេយ្យភាពជាតិការពារឧត្តមប្រយោជន៍ជាតិរបស់យើងតាមគ្រប់វិធានការដែលយើងអាចធ្វើទៅបានមិនថាកម្លាំងប្រដាប់អាវុធឬមួយក៏វិធានការមួយចំនួនដូចជារឿងព្រំដែនរឿងសេដ្ឋកិច្ចដែលយើងចាំបាច់ត្រូវទៅធ្វើនេះគឺជាគោលការណ៍របស់យើងប៉ុន្តែយើងមិនបានដាក់គោលការណ៍នៅក្នុងការផ្ដាច់ឬបំផ្លាញទំនាក់ទំនងដែលមានរាប់សិបឆ្នាំមកហើយ70ឆ្នាំ75ឆ្នាំហើយ700ឆ្នាំហើយ3/4នៃមួយសតវត្សទៅហើយប៉ុន្តែយើងក៏មិនអោនយើងក៏មិនទន់ជ្រាយដល់ថាថ្នាក់ដល់អស់លោកមួយចំនួនមកជាប់ប្របាទយើងនោះដែរហើយយើងក៏មិនអោនដើម្បីផលប្រយោជន៍សេដ្ឋកិច្ចនោះទេប៉ុន្តែបើនិយាយពីផលប្រយោជន៍សេដ្ឋកិច្ចរវាងអ្នកទិញហើយអ្នកលក់តែអ្នកទិញជប់ទិញអ្នកលក់វាខាតច្រើនជាងមិនមែនអំណោយទេខ្ញុំសូមនិយាយបើសើអ្នកផ្ដល់អំណោយអានឹងបានគេផ្ដាច់អំណោយយើងវាបាត់ផ្ដាច់ជំនួយដូចនៅកាហ្សាអីនោះបាទហើយនិយាយរឿងកាហ្សានេះខ្ញុំសូមបញ្ជាក់អញ្ចឹងប្រជាពលរដ្ឋយើងពិតណាស់យើងកំពុងប្រឈមបញ្ហាដោះស្រាយនៅក្នុងប្រទេសប៉ុន្តែប្រជាពលរដ្ឋយើងនៅកន្លែងណាដែលមានបញ្ហាយើងមិនចោលទេជាក់ស្ដែងនៅក្នុងពេលដែលកំពុងផ្ទុះអាវុធបាញ់ដាក់មីស៊ីលទៅវិញទៅមកនៅប្រទេសអ៊ីរ៉ង់ហើយនៅប្រទេសអ៊ីស្រាអែលរាជរដ្ឋាភិបាលទោះបីជាមិនបានប្រកាសតាមអនឡាញឬមួយស្អីក៏ដោយប៉ុន្តែក្រសួងការបរទេសរបស់យើង
ទូតរបស់យើងប្រចាំអ៊ីស្រាអែលដែលមាននិវេសនដ្ឋាននៅទូគីទូតរបស់យើងប្រចាំអ៊ីរ៉ង់ដែលមាននិវេសនដ្ឋាននៅឥណ្ឌាបានធ្វើការជាប់ជាប្រចាំក្រសួងកសិកម្មក្រសួងការបរទេសក្រសួងអប់រំស្ថាប័នមួយចំនួនដូចជាអគ្គចារកិច្ចយើងបតកលាជាមួយនិស្សិតរបស់យើងប្រជាពលរដ្ឋយើងសួរសុខទុក្ខប្រចាំថ្ងៃអ្នកដែលយើងតាក់ទងបានហើយព្យាយាមតាក់ទងអ្នកផ្សេងទៀតដូចជាពិសេសនៅអ៊ីស្រាអែលតើគាត់មានបញ្ហាអីធ្វើការជាប្រចាំតើគាត់នៅក្នុងរង្វង់កន្លែងមានគ្រោះថ្នាក់អត់ដោយកាលពីវាយគ្នាពីឆ្នាំ2023នោះយើងធ្វើការជាប់តាមជាប់ជាប្រចាំទោះបីយើងមិនចលាចេញតែយើងធ្វើការកន្លែងណាដែលហានិភ័យចេញពីតំបន់ក្រហមតំបន់នេះយើងតាមជាប្រចាំអញ្ចឹងខ្ញុំសូមផ្ដាំទៅបងប្អូនប្រជាពលរដ្ឋដែលមានកូនមានក្មួយក៏ដូចជានិស្សិតរបស់យើងបងប្អូនយើងនៅប្រទេសអ៊ីរ៉ង់ឬមួយក៏នៅប្រទេសអ៊ីស្រាអែលថារាជរដ្ឋាភិបាលមិនបានចោលបងប្អូនទេហើយយើងនៅតាមបន្តតាមហើយក្រសួងការបរទេសបានជូនព័ត៌មានទៅហើយបើមានកិច្ចការអីសូមតាក់ទងទៅលេខនោះគឺទូតរបស់យើងនៅទូគីសម្រាប់នៅអ៊ីស្រាអែលនៅអ៊ីស្រាអែលចឹងហើយទូតរបស់យើងនៅឥណ្ឌាដែលប្រចាំនៅអ៊ីរ៉ង់បាទសូមតាក់ទងយើងនឹងខិតខំទោះបីយើងអត់មានទូតនៅនោះយើងនឹងខិតខំសម្របសម្រួលជាមួយអាជ្ញាធរមូលដ្ឋានហើយសូមឲ្យបងប្អូនស្ដាប់អាជ្ញាធរមូលដ្ឋានណែនាំអាជ្ញាធរមូលដ្ឋានហើយខ្ញុំសូមអំពាវនាវឲ្យរដ្ឋបាលទាំងប្រទេសអ៊ីរ៉ង់ទាំងប្រទេសអ៊ីស្រាអែលសូមយកចិត្តទុកដាក់ដល់បងប្អូនប្រជាពលរដ្ឋពីបរទេសទៅនៅនោះរួមទាំងកម្ពុជាផងបាទនេះគឺជាអ្វីដែលយើងគិតគូរប្រជាពលរដ្ឋយើងនៅកន្លែងណាមិនថាតែនៅក្នុងប្រទេសនៅប្រទេសថៃឬមួយកន្លែងណានោះទេយើងយកចិត្តទុកដាក់គ្រប់ពេលមិនថាយើងជាប់ដៃនៅរឿងកន្លែងនេះទេតែយើងមិនភ្លេចប្រជាពលរដ្ឋយើងនោះទេនេះហើយរសជាតិសង្គ្រាមមិនល្អទេវាមិនមែនវាយតែប្រទេសនោះគ្រោះថ្នាក់វាគ្រោះថ្នាក់ដល់អ្នកដែលនៅក្នុងនោះទៀតអញ្ចឹងកម្ពុជាប្រកាន់ជំហរបែបនេះមិនរាថយមិនកែប្រែបាទនេះគឺជាសារសំខាន់ហើយយុវជនរបស់យើងនៅទីនេះដែលភាគច្រើនសិតតែជាថ្នាក់ដឹកនាំនៅក្នុងស្ថាប័នកងកម្លាំងប្រដាប់អាវុធក៏ដូចជានៅក្នុងវិស័យឯកជនផ្សេងក៏គួរតែយល់ដឹងហើយក៏សូមចូលរួមដើម្បីគ្រប់គ្រងហើយខ្ញុំសូមអរគុណណាស់នៅក្នុងមួយរយៈនេះឃើញចលនាគ្រប់គ្រងផលិតផលខ្មែរផ្សារមួយថ្ងៃឃើញគេបង្ហោះជីបម៉ុងទិញពីលពៅពីបងប្អូនរបស់យើងស្អីក្រសួងពាណិជ្ជកម្មចរចាបន្ថែមទៀតបងប្អូនយើងគ្រប់គ្រងអ្នកទិញអនឡាញផងទិញអីផងបាទគ្រប់គ្រងនេះហើយគឺស្មារតីខ្មែរជួយខ្មែរក្នុងគ្រាលំបាកនេះគឺជាការកែសម្បត្តិហើយរាជរដ្ឋាភិបាលក្រសួងជំនាញពាក់ព័ន្ធយើងបានសិក្សាត្រៀមលក្ខណៈរូបប៉ុន្តែពេលជាមួយគ្នាខ្ញុំបានឲ្យគោលការណ៍ហើយតាំងពីមុនរឿងនេះកើតឡើងទៅខិតខំធ្វើយ៉ាងណាដើម្បីបង្កើនសមត្ថភាពផ្ទៃក្នុងរបស់យើងធ្វើការធានាមួយផ្នែកណាមួយភ្ជាប់ទីផ្សារខាងក្នុងប្រទេសរបស់យើងកំពុងដង្ហើមខាងក្រៅច្រើនធ្វើពិពិធកម្មនេះហើយពិតណាស់យើងមិនអាចផលិត100មុខខ្លួនឯងទេជឿចុះគ្មានពីណាផលិតបន្លែ1000មុខ100មុខទេគ្រប់យើងត្រូវធ្វើពាណិជ្ជកម្មហើយប៉ុន្តែកុំភ្លេចទីផ្សារក្នុងស្រុកក៏ច្រើនធ្វើឲ្យច្រើនធានានៅក្នុងសល់ប្រមាណយើងនាំចេញដូចស្រូវអញ្ចឹងអង្គស្អីយើងផលិតហូបក្នុងស្រុកសល់ប្រមាណយើងចេញអត់មានចាំនាំឲ្យនាំមែននាំអង្គជប៉ុននាំអង្គបាស្មាទីដែលយើងមិនដាំតិចតួចប៉ុន្តែបើមានរឿងយើងធានាម្ចាស់ការហើយបងប្អូនយើងបានដឹងហើយបាទបានយល់ហើយបានលឺហើយថ្ងៃមុនខ្ញុំឃើញបងប្អូនមួយដែលខ្ញុំលើកហើយសម្ដេចតេជោក៏បានបោះគាត់ថាឃើញតែគេជេរសម្ដេចតេជោពីមុនមកឃើញតែជើខ្ចីលុយគេធ្វើផ្លូវខ្ចីលុយគេធ្វើនេះជពាក់គេវត្តក៏ឃើញតែឲ្យចិនមកធ្វើវិរិយអកិសនីធ្វើស្អីបាទអូយើងងាប់ហើយជពាក់គេងាប់ហើយសួរថាយកមកធ្វើស្អីយកមកវិនិយោគទៅធ្វើហេដ្ឋារចនាសម្ព័ន្ធសមត្ថភាពផលិតផ្ទៃក្នុងរបស់យើងមិនថាភ្លើងមិនថាអ៊ីនធឺណិតយើងមិនទាន់មានសមត្ថភាពផ្ទៃក្នុងផលិតវិនិយោគយើងក៏ហៅស្វាគមន៍អ្នកក្រៅពីវិនិយោគតែយើងក៏លើកទឹកចិត្តរបស់យើងឥឡូវស៊ីម៉ង់ពីមុនពីដើមទីទៅយើងនាំចូល
ឥឡូវយើងផលិតខ្លួនឯងបាទផលិតផលស្អីច្រើនដែរអញ្ចឹងយើងត្រូវបង្កើនសមត្ថភាពឲ្យជួយហើយក្នុងពេលនេះខ្ញុំសូមឲ្យធ្វើម៉េចក្រសួងពាណិជ្ជកម្មមើលការគ្រប់គ្រងតម្លៃបាទការគ្រប់គ្រងផ្សេងព្រោះឥឡូវមកសាមិញយើងយកបើវាចំពេលដែលប្រមាណគ្រាប់នៅឯរងអាប្រេងវាឡើងលើពុំលោកតែត្រូវធ្វើយ៉ាងម៉េចអាណាកតាខាងក្រៅប៉ុន្តែកុំឲ្យកតាខាងក្នុងនៃកតាឆ្លៀតអាកាសហើយខ្ញុំសូមអំពាវនាវឲ្យបងប្អូនរបស់យើងដែលលក់បាទទាំងបន្លែទាំងផ្លែឈើអីនេះសូមប្រកាន់ធ្វើយ៉ាងណាកុំឆ្លៀតអាកាសកតាធម្មជាតិកតាចំណេញបានប៉ុន្តែបើសិនជាឆ្លៀតអាកាសថាគេបិទពីនោះដើម្បីតឡើងអីខ្ពស់យកចំណេញមកកប់យ៉ាប់ហើយបាទអានឹងដូចកាលសម្ដេចតេជោទៅជួបកងទ័ពឆ្នាំ2010មានហាងមួយនៅលងវែងកាទៀវគាត់លក់ឡើងមួយចានមួយថ្លៃជា3គេសួរថាមិនក៏លក់ថ្លៃម៉េះក៏តែកំរកាលណាមុំសម្ដេចតេជោចុះមកអញ្ចឹងកុំយកហេតុផលតាមកាលណាយើងវាយគ្នាម្ដងតឡើងកុំឲ្យសោះកុំឆ្លៀតយើងរួមគ្នាបាទហើយក្រសួងពាណិជ្ជកម្មគ្រប់គ្រងមើលតាមឲ្យជាប់ទាំងគុណភាពទាំងតម្លៃផ្សេងកុំឲ្យពីទេបាទការឆ្លៀតឱកាសផ្សេងការតម្លើងការឡើងដោយសារកត្តាផ្សេងពិតប្រាកដដូចជាប្រេងឡើងចុះកត្តាស្អីហ្នឹងត្រូវគ្រប់បញ្ជាប់បាទហើយខ្ញុំជឿថាបងប្អូនរបស់យើងមិនទេវាមានច្រើនតែប្រេងស្តុកអត់មានដាច់ស្តុកទេបាទយើងធានាការគិតគូរជាមួយថ្ងៃនេះអាដាមកែវរតនៈជួបជាមួយនឹងក្រុមហ៊ុនផ្សេងទាំងអស់ធ្វើការយើងមិនមែនអត់ទៅសូមគេទីប៉ុន្តែយើងមានលទ្ធភាពតែនេះគឺជាមធ្យោបាយរយៈពេលខ្លីប៉ុន្តែអ្វីក៏ដោយវាត្រូវតែមានដំណោះស្រាយអញ្ចឹងសូមឲ្យបងប្អូនប្រជាពលរដ្ឋរបស់យើងនៅបញ្ហាដែលកើតរយៈក្នុងពេលខ្លីនេះសូមកុំពង្រីកហួសព្រំដែនជាពិសេសការឈានទៅដល់ការបង្កើតរឿងដែលនាំឲ្យស្អប់គ្នាជាតិគ្នាបាទប្រជារដ្ឋថៃដែលរស់នៅក្នុងប្រទេសខ្មែរឃើញអ្នក TikTok មកគូនោះគាត់ល្បីប្តីថៃប្រពន្ធខ្មែរដល់ពេលគ្រាន់តែផ្ទុះគ្នាភ្លាមគាត់ចង់ភ័យមិនដឹងរត់ទៅណាឥឡូវបើអញ្ចឹងពីណារត់ទៅណាមានតែបែកគ្នាបើចង់នៅជាមួយគ្នាត្រូវតែនៅប្រទេសមួយហើយអញ្ចឹងកុំបង្កើតនៅអរិភាពរវាងប្រជាជននិងប្រជាជនយូរមានកំណើនកម្ដៅនៅខាងប្រទេសថៃដែលគេចាប់ផ្ដើមវាយប្រហារពលករយើងចំនួនទៅទីនោះបើមានបញ្ហាបងប្អូនត្រឡប់មកវិញមកកម្ពុជាយើងស្វាគមន៍យើងនឹងរងចាំទទួលបាទអត់មានបញ្ហាអីទេលោកតាសុយនៅនេះនោះឥឡូវថ្ងៃណាមកទេហ៎ថ្ងៃ3លោកមុនមកបាទលោកថាអត់ហ៊ានទៅនោះទេខ្លាចគេអីណាគេសិតតឡើងមកកាត់ផ្ដាច់អត់ដឹងរឿងលោកមានសង្ឃិការយ៉ាងម៉េចអត្តន័យយ៉ាងម៉េចខ្ញុំមិនលោកទេរឿងកាត់នោះប៉ុន្តែអ្វីដែលសំខាន់លោកមានអាសន្នលោកត្រូវការមកកម្ពុជាហើយកម្ពុជាខ្ញុំបានប្រកាសហើយគេលោកថាមកដល់យើងចាប់បញ្ជូនទៅណាអត់ទេអត់ចាប់ទេលោកចង់មុនទៅគង់នៅណាស្រែកទៅលោកអានឹងយើងអត់មានបិទសិទ្ធិសេរីភាពតែទទួលឲ្យបានអត់មានទៅណាទេបាទហើយតាមព្រំដែនប្រជាពលរដ្ឋនៅប្រទេសថៃខ្លះមានឯកសារខ្លះទៅយូរអត់ឯកសារអីទៅទូតមកកុងស៊ុលសម្រួលឲ្យគាត់មកហើយយើងឲ្យគាត់ចូលបាទកុំលំបាកឲ្យតែប្រជាជនខ្មែរយើងតែត្រូវចូលបាទនេះគឺជាការគិតព្រោះអ្នកខ្លះឥឡូវគេស្រែកដេញខ្មែរអត់ព្រៀនទៅវិញទៅបាទប៉ុន្តែចង់សាកមើលចង់សាកមើលប្រជាពលរដ្ឋខ្មែរមកតែកន្លះលានអ្នកមើលបាទអាដាមហេងសួររាយការណ៍មកឥឡូវគេមិនត្រឹមដេញខ្ញុំទៅស្ងប់ហើយតឡើងលើកទឹកចិត្តញ៉ាចិត្តថែមទៀតអញ្ចឹង
ស្រួលដែរដូចបានផលទាំងអស់គ្នាមិនត្រឹមតែខ្មែរបានផលទាំងអស់បាទកុំឌឺកម្ពុជាកុំមើលងាយកម្ពុជាសមត្ថភាពយើងមានគ្រប់គ្រាន់ហើយកម្ពុជាកុំភ្លេចថាប្រទេសនេះធ្លាប់ពីឆ្នាំ80ចេញមកបាតដៃទៅទេគេហុំព័ទ្ធគ្រប់ទិសសល់តែច្រកតិចតួចទេនៅរស់បានហើយទប់ជាមួយនឹងការវិលត្រឡប់នៃរបបខ្មែរក្រហមមកដល់ម៉ោងនេះហើយអត់មានទេហើយខ្ញុំចូលមើលនៅក្នុង comment អ្នកដែលចូល comment នៅខាងភាគីនោះគេថាខ្មែរប្រជាជនរដ្ឋយើងកុំថាខ្មែរដូច20ឆ្នាំមុនបានន័យថាប្រជាពលរដ្ឋយើងក៏ជឿទុកចិត្តជឿជាក់ហើយឥឡូវព្រមទទួលស្គាល់ថាអ្វីដែលយើងអភិវឌ្ឍទោះបីជាត្រូវការរិះគន់វាយប្រហារពីមជ្ឈដ្ឋាននយោបាយមួយចំនួនថាយើងខ្ចីអ្នកនេះឲ្យអ្នកនេះវិនិយោគក៏ដោយប៉ុន្តែផលជាក់ស្ដែងបានឃើញហើយគឺវាបង្កើននៅសមត្ថភាពរបស់កម្ពុជាក្នុងការមកចាស់ការឯករាជ្យភាពរបស់យើងក្នុងការធានានៅតម្រូវការរបស់ប្រជាជនយើងគ្រប់វិស័យរបស់យើងនេះគឺជាអ្វីដែលយុវជនរបស់យើងត្រូវបន្តធ្វើមកដល់ម៉ោងនេះយើងធ្វើបានប៉ុណ្ណេះថ្នាក់ដឹកនាំរបស់យើងដែលកសាងប្រទេស40ឆ្នាំគាត់បានកសាងនៅមូលដ្ឋានច្រើនណាស់ទុកឲ្យយើងដែលយើងមានការត្រូវបន្តថែរក្សាហើយពង្រីកសមត្ថភាពនេះឲ្យកាន់តែខ្លាំងថែមទៀតសម្រាប់អ្នកជំនាន់ក្រោយនេះគឺជាការដែលយើងត្រូវធ្វើយើងមិនចាំបាច់អួតប្រាប់អ្នកណាគេទេដល់ពេលយើងបង្ហាញទៅវាចប់ទៅហើយពិតណាស់នៅតាមផ្លូវនីមួយៗតាមជំហាននីមួយៗនឹងមានអ្នកយកដុំថ្មគប់អីហើយពេលខ្លះយើងមិនបាច់លោតចុះពីផ្លូវកិច្ចស្អីទេយើងដើរទៅដល់ទីតាំងកន្លែងនោះមួយទៅដល់គោលដៅរបស់យើងពេលនោះគឺសមិទ្ធផលជាក់ស្ដែងនឹងបង្ហាញនៅសច្ចភាពនៃការខិតខំរបស់យើងហើយបាទនេះគឺជាការពិតអញ្ចឹងម៉ោងស្មើនេះដែលរាជរដ្ឋាភិបាលរបស់យើងកងកម្លាំងប្រដាប់អាវុធរបស់យើងរួមជាមួយប្រជាជនយើងទូទាំងពិភពលោកមិនថាខ្មែរនៅក្នុងប្រទេសឬនៅក្រៅប្រទេសមូលមតិគ្នាគាំទ្រគ្នាស្រឡាញ់គ្នាទោះបីជាមានមួយចំនួនគាត់មានរឿងអីរឿងរបស់គាត់ចុះប៉ុន្តែកម្លាំងនៅមូលនេះខ្ញុំសូមឲ្យបងប្អូននៅរក្សាភាពមូលជាជាតិមួយរបស់យើងដែលជាខែលសំខាន់គេថាអីពាក្យស្អីក្មេងៗគេអាសាផោះតាមស្អីតែតាន់ហ៎តូចតែតាន់ហ៎តិចតែតាន់ហើយខ្ញុំសូវច្បាស់តើសួរយុវជនមិនដឹងតែយើងនៅមូលជាមួយគ្នាទោះបីយើងប្រទេសតូចក៏គេមិនអាចបំបែកពួកអានឹងវាមាំធំទេធំតែសបកទេប្រយ័ត្នជុលអីបន្តិចវាបែកបាទហើយកុំយកអាធំនឹងមកបុកជាមួយអាតូចវាអាតូចបុកធ្លាយដោយសារអាតូចនេះនៅមាំមូលមតិជាមួយគ្នាដូចយើងពេលបច្ចុប្បន្នខ្មែរយើងរួមគ្នានៅក្នុងបុព្វហេតុការពារជាតិការពារទឹកដីការពារឧត្តមប្រយោជន៍និងកិត្តិយសជាតិរបស់យើងនេះគឺជាអ្វីដែលយើងត្រូវការថ្ងៃនេះខ្ញុំសូមលើករឿងប៉ុណ្ណឹងពាក់ព័ន្ធទៅនឹងប្រធានបទរបស់យើងយុវជនអត់ដាច់ទេប្រតិបត្តិផ្ទាល់នៅទីនេះនៅលើនេះបូកជាមួយនឹងជាតំណាងនៃជាតិខ្មែរយើងនៃជំនាន់ក្រោយរបស់យើងត្រូវដឹងពីស្ថានភាពប្រទេសជាតិត្រូវយល់អំពីការខិតខំប្រឹងប្រែងការរួមគ្នារបស់យើងគឺយើងដើរផ្លូវត្រូវពេលដែលបងប្អូនយើងយល់ហើយការព្យាយាមបំពុលអីផ្សេងវាលែងទៅរួចហើយនេះគឺជាការចាំបាច់នៅក្នុងការប្រយុទ្ធតែទោះជាធ្វើយ៉ាងណាស្អីមកយ៉ាងណាខ្យល់មកបក់ពេលណាក៏ដោយស្អីក៏ដោយសម្រាប់កម្ពុជាសម្រាប់រដ្ឋាភិបាលរបស់យើងសម្រាប់កងទ័ពរបស់យើងគឺយើងមិនត្រូវខ្ទាតចេញពីផ្លូវដែលយើងដើរនោះទេ
ដើរគឺផ្លូវត្រូវនៅក្នុងការថែរក្សាសន្តិភាពស្ថិរភាពបូរណភាពទឹកដីឧត្តមប្រយោជន៍ជាតិរបស់យើងដោះស្រាយបញ្ហាដោយសន្តិវិធីតាមយន្តការច្បាប់ ICJ អត់ដកថយបូកជាមួយនឹងការខិតខំការពារនៅស្មារតីជាតិនិងស្មារតីឯកភាពជាតិរបស់យើងនេះបើយើងដាក់ជាមួយគ្នានៅពេលនេះលើសខ្វះអីតិចតួចបញ្ហាអីតិចតួចគឺយើងរួមគ្នាដោយយើងរឿងបិទព្រែកការនេះបងប្អូនក្រុមហ៊ុនប្រេងគាត់ដឹងតែគាត់មានការត្រូវកែសម្រួលភ្លាមប៉ុន្តែគាត់អត់លូទេគាត់ថាធ្វើម៉េចដើម្បីការពារជាតិរបស់យើងគាត់យល់ថារាជរដ្ឋាភិបាលទៅធ្វើដើម្បីកុំឲ្យគេប្រើជាអាវុធដើម្បីគំរាមធ្វើយើងដើម្បីបង្ហាញអំពីសមត្ថភាពយើងហើយក៏ជាការសាកល្បងនៃសមត្ថភាពនៅក្នុងការឆ្លើយតបទៅនឹងហានិភ័យផ្សេងៗរបស់កម្ពុជាអញ្ចឹងហើយខ្ញុំសូមអរគុណណាស់ទៅដល់បងប្អូនក្រុមហ៊ុនទាំងក្រុមហ៊ុនអគ្គិសនីទាំងក្រុមហ៊ុនអ៊ីនធឺណិតទាំងក្រុមហ៊ុនប្រេងនិងអ្នកដែលប៉ះពាល់ពីការបិទច្រកជាពិសេសចាប់ផ្ដើមដោយឯកតោភាគីរបស់ថៃសូមយល់ហើយសូមអរគុណណាស់ហើយយើងសង្ឃឹមថាបញ្ហានេះនឹងដោះស្រាយបានឆាប់ប៉ុន្តែសោធ្លាក់នៅលើដៃខាងទៅហើយតើគេចាក់ពេលណារឿងពេលនោះកម្ពុជាកំដរគ្រប់ពេលបាទអ្នកឯងចាក់សោក៏ខ្ញុំមិនស្លាប់ដែរបាទចាក់តែទ្វារមួយនឹងខ្នេះមកប្រេងពីសិង្ហបុរីអ៊ីនធឺណិតក្នុងស្រុកភ្លើងក្នុងវិរិយអគ្គិសនី7រោងចក្រប្រមាណថែមទៀតឥឡូវខ្ញុំទឹមសញ្ញេដើមច្រាំ23គម្រោងទៀតគឺប្រព័ន្ធសូឡាហើយនឹងដង្ហើមស្អីអញ្ចឹងបានន័យថាថ្ងៃនេះយើងមានសមត្ថភាពប៉ុណ្ណេះនៅក្នុងរយៈពេលប្រហែលឆ្នាំខាងមុខទៀតប្រព័ន្ធនេះនឹងកើនយើងកាន់តែមានសម្បូរសប្បាយគេថាថែមទៀតនៅសមត្ថភាពធានាខ្លួនឯងបាទនេះគឺជាការហើយពេលខ្លះគឺពេលលំបាកនេះហើយដែលពង្រឹងបង្រួមកម្លាំងជាតិរបស់យើងជាមួយគ្នាអញ្ចឹងខ្ញុំសូមអរគុណណាស់ចំពោះការផ្ដល់ឱកាសឲ្យខ្ញុំនៅថ្ងៃនេះបាទព្រោះពេលខ្លះដាក់សារពី3បន្ទាត់តាមអនឡាញតាមអីទៅវាមិនសូវក្បោះក្បាយហើយមួយថ្ងៃឃើញអាព័ត៌មានហ្នឹងវាលោតរហូតទាំងយើងទាំងគេទាំងអីវាវល់អញ្ចឹងយើងមានយន្តការព័ត៌មានយើងចេញហើយជួនកាលអ្នកនាំពាក្យចេញជួនកាលក្រសួងចេញស្អីចេញហើយប៉ុន្តែពេលខ្លះម្ដងម្កាលយើងបូកសរុបស្ដាប់ទៅបាទពួកជួនកាលចេញ live ចេះទៅគេលូបាទហើយជួនកាលរឿងខ្លះតលតែខ្ញុំវាបកស្រាយបានវាអស់បាទព្រោះគោលគំនិតក្រសួងស្ថាប័នមួយចំនួនដែលខ្ញុំបញ្ជាឲ្យធ្វើហ្នឹងខ្ញុំប្រាប់តែធ្វើប៉ុន្តែខ្ញុំមិនបានប្រាប់តែគោលគំនិតឲ្យយល់ទាំងអស់គ្រប់ជ្រុងក្រសួងមួយធ្វើមកជ្រុងទៅការបរទេសគាត់គិតតែគាត់ទៅព្រំដែនក៏ព្រោះយើងមិនបានឲ្យតែធ្វើអីមួយមកប្រជុំគ្នាទៅណាគឺយុរដ្ឋមន្ត្រីបញ្ជាទៅជជែកជាមួយជំនាញអញ្ចឹងតលតែខ្ញុំឡើងមកនិយាយទៅវាគ្រប់ជំនាញតែម្ដងបាទហើយជួនកាលជាអ្នកផ្ដួចផ្ដើមត្រូវទទួលខុសត្រូវពួកយើងជាអ្នកសម្រេចអ្នកទទួលខុសត្រូវណាឯដល់មានច័ន្ទយ៉ាដាសួរថាសម្ដេចអាបិទនឹងដាក់ត្រឹមខេត្តបានហើយកុំឲ្យគេបន្ទោសថ្នាក់ជាតិខ្ញុំថាបងយ៉ាដាខ្ញុំបញ្ជាខ្ញុំទទួលខុសត្រូវដាក់ខ្ញុំជាមកបាទបើខ្ញុំបញ្ជាព្រោះនៅកម្ពុជាមិនមែនថ្នាក់ក្រមធ្វើស្រេចទៅចិត្តទេមិននៅប្រទេសខ្លះយករដ្ឋមន្ត្រីនិយាយមួយទៅហ៊ានធ្វើផ្សេងទេដាក់ត្មងទៅខ្ញុំញាក់បញ្ជាហើយចេញមកគាត់មិនសូវហ៊ានបញ្ជាខ្ញុំចេញសារមួយទៀតខ្ញុំបញ្ជាឲ្យគាត់បិទច្រកទៅថែមបាទខ្ញុំមិនមែនជាអ្នកទៅបំផុសស្មារតីជាតិនិយមទេខ្ញុំគ្រាន់តែធ្វើការខ្ញុំតាមអ្វីដែលប្រជាជនបោះឆ្នោតឲ្យខ្ញុំធ្វើទេគឺដឹកនាំពេលការលំបាកដឹកនាំដល់ប្រងទិសនឹងដោះស្រាយបញ្ហា
ចឹងបើសិនជាការដឹកនាំរបស់ខ្ញុំធ្វើឲ្យប្រជាជាតិរបស់ខ្ញុំនៅពីក្រោយរបស់ខ្ញុំបានន័យថាខ្ញុំធ្វើកាតព្វកិច្ចខ្ញុំត្រូវហើយកុំបន្ទោសខ្ញុំថាលេងល្បែងជាតិនិយមដើម្បីប្រជាប្រិយភាពនោះខ្ញុំគ្រាន់តែដោះស្រាយដឹកនាំជាតិរបស់ខ្ញុំនៅក្នុងការពារអធិបតេយ្យភាពនិងឧត្តមប្រយោជន៍ជាតិនោះទេហើយវាជាកាតព្វកិច្ចដែលបងប្អូនបកគលឲ្យខ្ញុំប្រជាជន7ទៅ10លាននាក់ឲ្យខ្ញុំសម្ដេចដេជោក៏ដូចគ្នាក្នុងនាមជាប្រធានគណៈបកកណ្ដាលអំណាចបើសិនជាមានរឿងបែបនេះខ្ញុំឲ្យសម្ដេចដេជោទៅសង្ងំយកសុកទៅហ៎អញ្ចឹងខ្ញុំមិនបានទៅបំផុសស្មារតីជាតិនិយមទេតែប្រជាជនខ្ញុំនៅពីក្រោយរដ្ឋាភិបាលដែលមានខ្ញុំដឹកនាំដោយសារខ្ញុំធ្វើកាតព្វកិច្ចខ្ញុំដែលបងប្អូនធ្វើឲ្យនៅពេលវេលាដែលត្រូវការនេះជាកាតព្វកិច្ចដែលធ្វើតែប៉ុណ្្នឹងបាទហើយបញ្ចោតខ្ញុំថាយកលបែងនឹងដែលទៅចូលយកលបែងជាតិនិយមអត់ទេអត់ទេបាទថ្នាក់ដឹកនាំទាំងអស់គ្រប់ក្រសួងស្ថាប័នខិតខំធ្វើការងាររបស់ខ្លួនមិនមែនដើម្បីបំផុសចលនានោះទេអ្នកកវីតុងទៅទទួលខុសត្រូវបិទខ្ញុំចេញសារក្រសួងចេញបន្តអ្នកខ្លះគេថាធ្វើការនឹងអត់ professional ធ្វើអ្នកឯងធ្វើអីក្រោយពីណាគេចេញពីណាគេធ្វើអីយ៉ាងម៉េចខ្ញុំមិនទៅលោកជំនាញទាំងអស់ទេការងារផ្សេងរឿងព្រំដែនឲ្យ JBC ធ្វើឲ្យគណៈកម្មការព្រំដែនការទូតឲ្យធ្វើប៉ុន្តែការសម្រេចចិត្តខ្លះដែលវាផុតពីព្រំដែនយើងត្រូវចេញមុខទទួលខុសត្រូវបាទបើខ្ញុំប្រកាសថាបិទព្រំដែនបើមានរឿងអីខ្ញុំជាអ្នកទទួលខុសត្រូវមិនខេតទេបើខ្ញុំថាឈប់ឲ្យនាំចូលព្រៃមកមិនក្រសួងប្រែនធម្មពលរដ្ឋមន្ត្រីទទួលខុសត្រូវខ្ញុំអ្នកទទួលខុសត្រូវអញ្ចឹងកុំខ្លាចបាទកុំខ្លាចវាយចុះចឹងហើយបាទឥឡូវនៅខាងនោះជេរតែខ្ញុំជេរតែដៃទៅជេរតែខ្ញុំធ្វើអីធ្វើទៅខ្ញុំការពារប្រយោជន៍ជាតិខ្ញុំអ្នកឯងស្រឡាញ់មិនស្រឡាញ់អត់ទេបាទខ្ញុំការពារតែផលប្រយោជន៍ជាតិរបស់ខ្ញុំព្រោះជាតិខ្ញុំប្រជាជនខ្ញុំផ្ដល់ការទុកចិត្តតាមរយៈការបោះឆ្នោតឆ្នាំ2023ហើយគាត់ត្រូវការមេដឹកនាំដែលកវីតុងដើម្បីធ្វើការនេះអញ្ចឹងខ្ញុំសូមបញ្ជាក់ប៉ុណ្ណេះបាទទូទៅបាទខ្ញុំទទួលខុសត្រូវអត់មានឲ្យពីណាជាមេដឹកនាំយើងអាចគេហៅប្រតិភូកម្មសិទ្ធិប៉ុន្តែយើងមិនអាចប្រតិភូកម្មការទទួលខុសត្រូវទេនិយាយឲ្យច្បាស់បើសិនជារដ្ឋមន្ត្រីណាមួយធ្វើខុសគោលការណ៍កុំបន្ទោសមិនអាចទម្លាក់ទៅគេទាំងស្រុងទេយើងគេថាយើងអសមត្ថភាពគ្រប់គ្រងរដ្ឋមន្ត្រីយើងជាអ្នកទទួលខុសត្រូវផ្ទៃក្នុងនិយាយគ្នាប៉ុន្តែសម្រាប់ទៅក្រៅយើងជាអ្នកទទួលខុសត្រូវបើតបកម្ពុជាធ្វើអីបញ្ហាប្រឡូបអីយ៉ាងម៉េចយើងជាអ្នកទទួលខុសត្រូវរដ្ឋាភិបាលអញ្ចឹងនេះហើយគឺជាកិច្ចការសំខាន់ទោះដោយសារយើងចេញខ្ញុំឲ្យសម្ដេចតេជោអាសាចេញពេលយើងប្រតិកម្មចាប់ផ្ដើមធ្វើវិធានការឡើងវិញនឹងហើយបានជាគេយកទៅថាពីរនាក់នេះនាំគ្នាធ្វើ Facebook unprofessional ប្រើ Facebook ដើម្បីជាប្រយោជន៍ទៅជាអញ្ចឹងឆ្កយខ្ញុំត្រូវការនិយាយជាមួយប្រជាពលរដ្ឋខ្ញុំអញ្ចឹងវិធីសាស្ត្រមិនអាចថាស្អីក៏ដោយត្រូវតែរៀបចំវេទិកាថ្ងៃចេះដើម្បីខ្ញុំធ្វើអ្នកនាំពាក្យឲ្យរដ្ឋាភិបាលតែខ្ញុំបញ្ចេញសារបញ្ជាក់ក្រៅពីនេះយើងធ្វើបាទសារណាដែលពាក់ព័ន្ធនឹងការទទួលខុសត្រូវខ្ពស់យើងត្រូវចេញទទួលកវីតុងតែម្ដងបាទអញ្ចឹងក្រសួងស្ថាប័នទាំងអស់ខេត្តទាំងអស់កងទ័ពទាំងអស់ដរាបណាឯកឧត្តមលោកជំទាវដឹកនាំអនុវត្តនៅគោលការណ៍ក្នុងគោលគំនិតរួមធ្វើទៅបាទនៅក្នុងដែនអធិបតេយ្យភាពសិទ្ធិដែលខ្ញុំបកគលឲ្យយើងឆ្លងយោបល់អីផ្សេងៗកុំខ្លាចហើយកុំខ្លាចតែខ្ញុំជាអ្នកធ្វើឲ្យបញ្ជាឲ្យធ្វើកុំខ្លាចខ្ញុំអរគុណណាស់ដែលចង់ពាំងទ្រូងអាដាមមានច័ន្ទយ៉ាដាគាត់ប្រាប់ថាសម្ដេច
ទុកឲ្យខ្ញុំចេញបើមានរឿងអីទុកឲ្យខ្ញុំទទួលកុំឲ្យដល់រដ្ឋាភិបាលខ្ញុំថាបងយ៉ាដាទៅហើយថាខ្ញុំជាអ្នកបញ្ជាផងទៅនៅក្នុងសម្បត្តិតែគាត់មិនដាក់ទៅឲ្យរដ្ឋបាលខេត្តខ្ញុំចេញមកដាក់សារមកខ្ញុំដាក់ពាក្យបញ្ជាតែម្ដងទី1រឿងបិទច្រកជប់កគីតទៅវិញគឺការឆ្លើយតបអាហ្នឹងគាត់ខេត្តបានលើកយោបល់ខ្ញុំឯកភាពប៉ុន្តែបិទថែមច្រកគប់កគីគឺមិនខេត្តជាអ្នកសូមដាក់ទេគឺបញ្ជាថែមព្រោះបើជ្រុលគេធ្វើអញ្ចឹងលោតចុះលើឡើងយើងបិទមួយថែមមួយឲ្យ free តែម្ដងកុំលំបាកហើយកន្លែងដែលគាត់បិទ1ម៉ោង3ម៉ោងមួយអាទិត្យបើកតែ1ម៉ោងហើយប្រជាពលរដ្ឋយើងនៅនោះគាត់ស្រែកគាត់ថាបើកតែ3ម៉ោងចំណេញទៅពួកគាត់ហ្នឹងយកអីវ៉ាន់ចូលមកខ្មែរដែរអត់ខ្ញុំថាឥឡូវបិទតបទៅបាទអញ្ចឹងខ្ញុំសូមបញ្ជាក់ប៉ុណ្ណេះរាល់កិច្ចការទាំងអស់នេះបាទរាជរដ្ឋាភិបាលមិនបានរត់មិនបាននេះទេកម្ពុជាមិនបានមានការគឺថាប្រកាសស្អីមួយបកគលសិទ្ធឲ្យអ្នកណាផ្សេងធ្វើទេយុរដ្ឋមន្ត្រីនៅហ្នឹងដឹកនាំធ្វើទទួលខុសត្រូវបាននៅប្រទេសខ្លះមានសភាពការគឺរដ្ឋាភិបាលឥឡូវខ្ញុំសូមដកខ្លួនហើយបកគលសិទ្ធឲ្យអ្នកនេះធ្វើអីទៅអានឹងរឿងច្បាប់ស្រុកគេខ្ញុំមិនដឹងដល់មានការរឿងអ្នកនោះមិនមែនខ្ញុំចឹងបានកន្លែងខ្លះពេលខ្លះអ្នកលើមកនិយាយផ្សេងអ្នកក្រុមទើបចឹងបកគលសិទ្ធអស់ការបញ្ជាអត់ទេសិទ្ធនឹងការទួខុសត្រូវនៅតែមួយប្រតិភូកម្មសិទ្ធខ្ញុំឲ្យរឿងដោះស្រាយអីជួបពុកអីផ្សេងចាំបាត់បាទផ្សេងយ៉ាងនេះទៅពុកប៉ុន្តែការសម្រេចនឹងការទទួលខុសត្រូវយើងនៅតែជាពិសេសការទទួលខុសត្រូវនៅខាងលើអញ្ចឹងយើងវាស្រួលនៅយើងវាស្រួលបាទយើងពិបាកកន្លែងខ្លះយើងធម្មតាបងប្អូនយើងទៅចរចាស្អីមួយបើយើងទៅយើងមានសិទ្ធិសម្រេចស្រួលប៉ុន្តែយើងចរចាដៃគូរបស់យើងនិយាយទៅឯកភាពមួយយើងឲ្យទៅសុំការសម្រេចទៀតអាហ្នឹងចប់បាត់ហើយយើងចង់បានរកពីណាដែលមានសិទ្ធិសម្រេចពិតប្រាកដអញ្ចឹងបានរឿងចរចាស្អីព្រំដែនបើកស្អីយើងមួយយើងមិនមែនអ្នកបើកយើងមិនមែនអ្នកបិទអីគេតើឲ្យគេបើកទៅគេចង់ផ្ទៃក្នុងពីណាមានសិទ្ធិមិនខ្ញុំមិនដឹងទេឲ្យតែពីណាមានសិទ្ធិពិតប្រាកដបើកអានឹងជាប្រកក្តីឡើងវិញខ្ញុំទទួលតាមដែរបាទមិនថាគេផ្ទៃក្នុងអ្នកនយោបាយឬយោធាវាខ្ញុំមិនដឹងទេបាទអញ្ចឹងនេះហើយគឺជាកិច្ចការសំខាន់ហើយយើងមិនមានគោលបំណងចង់ធ្វើផ្ដាច់ទំនាក់ទំនងជាអចិន្ត្រៃយ៍ធ្វើបាបប្រជាជនតាមព្រំដែនរហូតរាប់សិបទសវត្សរ៍សតវត្សរ៍នោះទេប៉ុន្តែសោនៅខាងគេបើកស្មើណាបើកថ្ងៃនេះបើកស្អែកបើក3ខែបើក1ឆ្នាំបើក5ឆ្នាំតាមនោះបាទកម្ពុជាកំដរបានហើយកម្ពុជាបានផ្ដល់សិទ្ធិឲ្យអ្នកភាគីថៃដើម្បីបើកមុនមិនបាច់ចរចាទេយើងឲ្យរួចហើយបើកមុនអានឹងចាត់ទុកថាដូចជាសារពទានបើកមុនទៅយ៉ាងយូរ5ម៉ោងក្រោយយើងបើកវិញសម្រួលអញ្ចឹងចំហបែបនេះគឺសូមឲ្យច្បាស់ហើយបើយករឿងទាហានរឿងអីមកគៀបយើងឲ្យដកថយពី ICJ កុំឲ្យសោះអត់ទេប្រជាជាតិទាំងមូលនៅពីក្រោយសមាជទាំងរដ្ឋសភាទាំងព្រឹទ្ធសភានៅពីក្រោយហើយកុំហើយកុំទៅពឹងពីណាគេឬមួយស្អីណាមកអីមកនិយាយមកអីចោអត់ទេទ្វេភាគីនៅតែធ្វើតែអត់មែនអា4ហ្នឹងអា4ហ្នឹងទៅ ICJ បាទបញ្ជាក់ឲ្យបញ្ជាក់ទៀតហើយកុំប្រើសម្ពាធជាសេដ្ឋកិច្ចសម្ពាធជាកងទ័ពសម្ពាធជាអីផ្សេងឬមួយការប្រើប្រាស់បាទកសែតស្អីដើម្បីបកាច់បខូចកម្ពុជាសូមឲ្យច្បាស់បាទចេញអីណារដ្ឋមន្ត្រីណាចេញមកថាកម្ពុជាជាប្រទេសមជ្ឈមណ្ឌលនៅហ្នឹងចុះខ្លួនឯងនោះដូចតែគ្នាហ្នឹងបាទគេថាកម្ពុជាជាអ្នកស្កេមប៉ុន្តែប្រទេសថៃគឺជាអ្នកដែលតម្លាក់ចុះមកមូលដ្ឋានចេញពីនឹងចែកចាយវត្ថុធាតុដើមទុនធានមនុស្សអញ្ចឹងកុំជះអានឹងដោះស្រាយរឿងខ្លួនឯងទៅយើងដោះស្រាយរឿងតិចក្នុងរបស់យើងកុំព្យាយាមយើងមិនបានទៅធ្វើអីទេបាទកុំប្រើប្រាស់វិធីសាស្ត្រផ្សេងទៀតហើយកុំគម្រាមស្អីនេះស្អីនោះកាត់នេះកាត់ទៅគម្រាមដេញប្រជាពលរដ្ឋខ្មែរមកវិញសាកទៅហ៊ានទៅដេញទៅកម្ពុជាត្រៀមឡានយកមក
ហើយយកមកបញ្ចូលគ្រប់គ្រាន់ហើយកុំថាអ្នកឯងសុំពីវនាវឲ្យទៅវិញបងប្អូនមិនទៅយ៉ាត់បាត់កម្លាំងពលកម្មយើងមិនប្រយុទ្ធទេតែយើងត្រៀមលក្ខណៈបងប្អូនប្រជាពលរដ្ឋខ្មែរនៅទីនោះអញ្ចឹងបានថាខ្មែរនៅទីនេះកុំបង្កើតឥឡូវខ្ញុំឃើញមកដល់ម៉ោងនេះប្រជាជនខ្មែរយើងមិនបានទៅមើលងាយមើលថោកប្រជាជនថៃដែលរស់នៅធ្វើការនៅកម្ពុជាខ្ញុំសូមអរគុណប្រកាន់ជំហរសីលធម៌បែបនេះនៅនោះមានវាមិនទូទៅទេក៏មានអ្នកល្អអ្នកអាក្រក់កុំពង្រីកបាទកុំពង្រីកអត់សោះរឿងមនុស្សនិងមនុស្សប្រជាជននិងប្រជាជនក៏មិនចង់ឲ្យមានអរិយភាពទេបាទបើថាមិនត្រូវការយើងមកតែយើងធ្វើការតែបិទគួរណាស់ពង្រីកបែបនេះកុំឲ្យគេយកហេតុផលថាកម្ពុជាជាអ្នកចាប់ផ្ដើមបុតបានចាប់ដើមវាអត់ចំណេញក្នុងនាមជាយុវជនក៏មានភារកិច្ចដែលមានបណ្ដាញ20-30 ម៉ឺននាក់នេះក៏ត្រូវបជ្រាបការងារនេះជាពិសេសតំណាក់តំណងជាមួយការប្រកាន់ការរើសអើងនេះជាមួយសមាជិករបស់យើង20-30 ម៉ឺននាក់ទៅចែកឲ្យយុវជនរាប់លាននាក់តែទៀតបាទពួកថ្ងៃមុនវាសឹងតារៀលបាទវាឃើញកូនក្មេងរៀននៅសាលាថៃយកទង់ជាតិខ្មែរទៅជន់ទៅធាក់ហើយឃើញកូនក្មេងនៅសាលាខ្មែរក្មេងៗយកជនជាតិថៃបញ្ជាន់ធាក់បាទក៏ពេលខ្លះការវិវាទការចំនួនប៉ុន្តែក៏វាគួរមានក្រុមគេថាព្រំដែននៃក្រមសីលធម៌ដែរបាទអារឿងឆ្លោះគ្នាអារឿងទៅគ្នារឿងអីប៉ុន្តែវាមានក្រមព្រំក្រមសីលធម៌កុំវាយប្រជាជនបាទរដ្ឋាភិបាលមានគោលការណ៍ដោះស្រាយយើងតតាំងគ្នាផ្លូវច្បាប់បើត្រូវការកងទ័ពមានក្រមនៅក្នុងការប្រតិបត្តិតែប្រជាពលរដ្ឋរបស់យើងសូមរក្សាភាពអត់ធ្មត់កុំឲ្យទៅជាចំនួនរវាងប្រជាជនបាទហើយការប្រហោះបាទការប្រហោះកន្លងទៅនៅមានការប្រហោះច្រើនណាស់ជាងការរឿងថៃវាយចោលនៅថៃតាំងពីឆ្នាំណាយកមកប្រហោះថាគេវាយខ្មែរយើងបងប្អូននៅនេះចង់ក្តៅហ្មងទៅចាប់វាយដុតហាងគេអត់បានទេជ្រុលអានឹងសូមឲ្យមើលព័ត៌មានអីប៉ុន្តែខ្ញុំឃើញដែរបងប្អូនពេលដែលគេប្រហោះមកឃើញអ្នកចូល comment ប្រជាពលរដ្ឋយើងថាណាកុំយកចេះតែស្អីរឿងមិនពិតយកមកប្រឌិតអីផ្សេងប៉ុន្តែយើងនៅទុកជាជាតិមួយជាប្រជាជនមួយយើងមានសេចក្តីថ្លៃថ្នូរការពារតាមភាពថ្លៃថ្នូរនិងការពារតាមអ្វីដែលយើងត្រូវធ្វើដាច់ខាតការពារទឹកដីនិងប្រជាជាតិរបស់យើងយ៉ាទៅជួបមួយមេតបជប៉ុនមកប្រហែលម៉ោង 10ជួបនៅហ្នឹងឯងនៅហ្នឹងអត់អីមេតបគាត់អាចចាំសំទោសគាត់ផងចេះជ្រុលម៉ោងតែនិយាយតែ5-10នាទីបាទនិយាយធូរអស់ចឹងទៅវាស្រួលពួកនៅទៅទាញអាទូរស័ព្ទមកនិយាយឲ្យអស់សេចក្តីចឹងដាក់ Facebook វាអត់កើតមានតែកម្មវិធីចឹងទៅរាល់ដងយុវជនអត់ដែល live ទេថ្ងៃនេះខ្ញុំថា live ផុសទៅបាទ live ទៅមេដឹកនាំនយោបាយត្រូវបញ្ចេញសារនយោបាយឲ្យបានច្បាស់តែម្ដងបាទដើម្បីឲ្យវាអស់មន្ទិលសង្ស័យបើមិនចឹងទេនៅតបកស្រាយចុះឡើងហេតុអីបានជាបិទនេះបិទទាំងនោះមិនបិទទាំងអស់ហេតុអីក៏ត្រូវកាត់ព្រេងហេតុអីត្រូវអីយ៉ាងនេះហេតុអីតើយើងទៅមិនទៅ ICJ តើកោះអាស័យបាត់ទៅនៅស្អីមិនទៅបាទខ្ញុំចំណាយ2ម៉ោងនេះសង្ឃឹមថាវាអាចបក្រាបប្រធានបទដែលប្រជាជនយើងជជែកគ្នារាប់សិបថ្ងៃបាទពួកពេលខ្លះបញ្ចេញសារតាមអ្នកនាំពាក្យអីទងន់គីឡូមិនថាគីឡូគាត់ចាញ់ខ្ញុំអ្នកខ្លះគីឡូធ្ងន់ជាងខ្ញុំផងខ្ញុំតែ8ជាងគាត់អាចកៅប៉ុន្តែដាក់នៅ Facebook មិនសូវ
ហើយដល់យើងដាក់ទៅចេះវាមានតែកសែតប្រទេសផ្សេងក៏ចាប់ជ្រូកទៅបញ្ចេញសារទៅទាំងអស់ទៅអញ្ចឹងតាមពិតដូចសម្ដេចតេជោសានិយាយខ្ញុំវិញអ្នកហត់ទៅឈោនិយាយប៉ុន្តែអត់អីទេឥឡូវវាចេះតែចូលទៅប្រធានបទឲ្យថ្ងៃណាគេហៅក្តៅចេះតែវែងវាដូចឡានមិនសុទ្ធអញ្ចឹងបាទបើប្រធានបទអត់ក្តៅថ្ងៃមុននៅកម្មវិធីនោះតែ10នាទីប្រុចហើយបាត់អត់ដូចសាំងទេមិនសូវឆេះបាទកាលនោះគេសាំងយើងមិនសុទ្ធតែឆេះទៅហើយអត់ឈប់ទេរឿងប្រធានបទនេះក៏អញ្ចឹងដែរពួកថ្ងៃនេះបងប្អូនច្រើនហើយអាចនេះគាត់ទៅមើលទៅលើចំណុចទាំងអស់នេះទាំងខ្មែរទាំងថៃយកទៅមើលទៅវិភាគទៅបាទកិច្ចការទាំងអស់នេះកុំឲ្យនៅការចោលចេះទឹកដាក់គ្នាលើប្រធានបទមិនយល់មួយចំនួនបាទហើយអញ្ចឹងខ្ញុំត្រឡប់ទៅវិញជូនគណៈអធិបតីភ្ញៀវកិត្តិយសឲ្យដល់លោកជំទាវសមាជិកអង្គពិធីទាំងមូលបាទពួកអរគុណណាស់ដែលបានអង្គុយស្ដាប់ព្រោះអ្នកខ្លះតាមដឹងអត់បានគេងពីយប់ហើយនិយាយទៅដូចទៅច្រើនណាព្រោះឆែកមើលភ្នែកអញ្ចឹងខ្ញុំមុនបញ្ចប់នេះសូមផ្ដល់អនុសាសន៍សំខាន់ចំនួនជូនបងប្អូនយុវជនទាំងអស់បន្តពិនិត្យនិងពិចារណានិងជំរុញការអនុវត្តជាអាទិភាពមួយចំនួនដោយខាងក្រោមទី1ដើម្បីធានាបាននូវភាពរឹងមាំនៃរចនាសម្ព័ន្ធចាត់តាំងគ្រប់ថ្នាក់យើងត្រូវបន្តយកចិត្តទុកដាក់ធ្វើទំនើបកម្មស្ថាប័នឲ្យคล้ายជាយន្តការមានរដ្ឋបាលទំនើបដោយផ្អែកលើស្មារតីលក្ខន្តិកៈនិងបទបញ្ជាផ្ទៃក្នុងនិងជំរុញការធ្វើបដិវត្តកម្ម Digital ក្នុងកិច្ចការរដ្ឋបាលគ្រប់គ្រងដែលបានលើកមកនេះហើយក៏យកចិត្តទុកដាក់លើការលើកកម្ពស់ការងារអប់រំតម្រង់ទិសបំពាក់ស្មារតីបំពន់គោលជំហរសតិអារម្មណ៍និងមាគ៌ាដឹកនាំនយោបាយការបណ្ដុះបណ្ដាលសមត្ថភាពជំនាញសមត្ថភាពត្រិះរិះពិចារណានិងការបន្តកសាងពង្រឹងអត្តចរិតមនសិការចរិយាមាយាទតម្លៃសីលធម៌និងស្មារតីទទួលខុសត្រូវក្នុងជួរថ្នាក់ដឹកនាំនិងសមាជិកាពីថ្នាក់កណ្ដាលដល់ថ្នាក់មូលដ្ឋានហើយខ្ញុំគាំទ្រនៅក្នុងការពង្រីកនៅវិសាលភាពនៃសមាជិកពី15ឆ្នាំរហូតដល់15ឆ្នាំអនុជាឡាយហើយនឹងក្នុងវិស័យក្រៅប្រព័ន្ធបាទគោលការណ៍នេះគឺជាគោលការណ៍សំខាន់ជាយន្តការក្នុងការកៀរគរកម្លាំងដើម្បីធ្វើសកម្មភាពបាទទាំងសកម្មភាពជាលទ្ធផលជូនដល់សង្គមជាតិសេដ្ឋកិច្ចក៏ជាផលផ្ទាល់ដល់សមាជិកដែលគាត់បានទទួលនៅការឱកាសចូលរួមផ្ទាល់ការទទួលនៅការអប់រំបណ្ដុះបណ្ដាលផ្សេងៗដែលយើងអាចធ្វើទៅបានទី2ដើម្បីឲ្យមហាគ្រួសារសសយករក្សាបាននៅភាពខ្លាំងក្នុងតួនាទីជាអង្គការមហាជនប្រមូលផ្ដុំកម្លាំងពិតកម្លាំងស្រូលនិងកម្លាំងបន្តវេនដែលតាក់ទាញបាននៅសមាជិកគាំទ្រពីគ្រប់មជ្ឈដ្ឋានយើងត្រូវបន្តយកចិត្តទុកដាក់ទី1ផ្ដល់នៅគំរូល្អនៃភាពជាអ្នកដឹកនាំប្រកបដោយគុណធម៌ផ្អែកលើពុទ្ធិដែលមានសមត្ថភាពចាត់ចែងការងារបានល្អត្រូវតាមស្ថានភាពទី1និងមានការយល់ដឹងអំពីសមត្ថភាពលទ្ធភាពនិងសុខទុក្ខរបស់សមាជិកាទី2ផ្ដល់នូវភាពកក់ក្ដៅនិងជំនឿជឿជាក់ក្នុងបរិយាកាសគ្មានវិវាទក្រោមស្មារតីសាមគ្គីភាពមិត្តភាពភេទរភាពឯកភាពផ្ទៃក្នុងនិងកិច្ចសហប្រតិបត្តិការល្អប្រកបដោយមនសិការស្នេហាសមូហភាពដោយជ្រាលជ្រៅនឹងការគោរពឲ្យតម្លៃគ្នាទៅវិញទៅមកទី3បង្កលក្ខណៈឲ្យយុវជនមានឱកាសបញ្ចេញស្នាដៃតាមសមត្ថភាពលទ្ធភាពជំនាញនិងទេពកោសល្យដើម្បីពាក់ព័ន្ធនឹងចំណេះដឹងអំពីសច្ចធម៌ប្រវត្តិសាស្ត្រឧត្តមគតិនិងមនសិការស្នេហាជាតិតម្លៃវប្បធម៌ទំនៀមទម្លាប់ប្រពៃណីជំនឿសាសនាសិល្បៈក្នុងលក្ខណៈជាការជំរុញនិងលើកទឹកចិត្តឲ្យរួមចំណែកដល់ការវិវត្តធនធានមនុស្សទី4ក៏ដើម្បីធានាបាននិរន្តរភាពនៃភាពដឹកនាំនិងឥទ្ធិពលអចិន្ត្រៃយ៍ក្នុងសង្គមជាតិយើងត្រូវបន្តប្រកាន់ខ្ជាប់នូវស្មារតីពីធ្នូឧត្តមគតិស្នេហាជាតិនិងជំហរការពារឲ្យបាននូវសុខសន្តិភាពនិងស្ថិរភាពនយោបាយដោយត្រូវបន្តចូលរួមថែរក្សានិងលើកកម្ពស់តម្លៃវប្បធម៌ចែករំលែកវប្បធម៌នៃការដឹកនាំដោយនិរន្តរភាពវប្បធម៌សន្តិនិកនិងវប្បធម៌សន្តិភាពដោយចូលលើគោលការណ៍សមូហភាពដឹកនាំបុគ្គលទទួលខុសត្រូវគោលការណ៍សន្តិភាព
និងគោលការណ៍ស្ម័គ្រចិត្តក្នុងការបំពេញតួនាទីភារកិច្ចនិងបេសកកម្មរបស់ខ្លួនក្នុងបុព្វហេតុលើកកម្ពស់កិត្យានុភាពជាតិកសាងនិងអភិវឌ្ឍមាតុភូមិនិងឧត្តមប្រយោជន៍របស់ជាតិប្រជាជនយើងគ្រប់រូបនិងគ្រប់ជំនាន់គោលដើម្បីធានាបាននូវប្រសិទ្ធភាពការដឹកនាំកម្លាំងយុវជនចូលរួមក្នុងដំណើរការកសាងការពារនិងអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យស្របតាមផែនការយុទ្ធសាស្ត្រយុវជនក្នុងបុព្វហេតុជាតិមាតុភូមិឆ្នាំ2023-2028និងទស្សនៈទាន UYSC 2.0 សសយកត្រូវទី1បន្តបញ្ជ្រាបការយល់ដឹងជាសាធារណៈអំពីបេសកកម្មចក្ខុវិស័យនិងតួនាទីរបស់ខ្លួនឲ្យបានទូលំទូលាយនិងគ្រប់ទិសទីតាមគ្រប់មធ្យោបាយជាពិសេសតាមរយៈតួនាទីសមាជិកម្នាក់ៗជាឃោសនិកម្នាក់បន្តជំរុញនិងលើកទឹកចិត្តឲ្យយុវជនស្ម័គ្រចិត្តចូលរួមកាន់តែសកម្មថែមទៀតក្នុងកម្មវិធីនិងព្រឹត្តិការណ៍ពាក់ព័ន្ធនឹងវិស័យអប់រំយុវជននិងកីឡាសិល្បៈវប្បធម៌មនុស្សធម៌សង្គមកិច្ចនិងបរិស្ថាននៅតាមមូលដ្ឋានបន្តបណ្ដុះគំនិតលើកដំកើងមោទនភាពជាតិអត្តសញ្ញាណជាតិតម្លៃសន្តិភាពមនសិការស្នេហាជាតិស្មារតីភ្ញាក់រលឹកនិងឆន្ទៈការពារអធិបតេយ្យដើម្បីភាពរុងរឿងនៃអនាគតកម្ពុជាយូរអង្វែងបន្តអភិវឌ្ឍសមត្ថភាពសង្គមយុវជនសមត្ថភាពយុវជនដែលយកចិត្តទុកដាក់លើការពង្រឹងគុណភាពអប់រំបណ្ដុះបណ្ដាលជំនាញបច្ចេកទេសការថែទាំសុខភាពនិងសុខុមាលភាពប្រព័ន្ធគាំពារសង្គមនិងប្រព័ន្ធស្បៀងនិងតម្លៃនៃភាពជាពលរដ្ឋល្អដើម្បីឲ្យយុវជនក្លាយជាមូលធនមនុស្សប្រកបដោយធម៌ពលនិងសក្តានុពលនៅក្នុងសង្គម Digital និងសហសម័យកម្ពុជាដើម្បីរួមចំណែកអភិវឌ្ឍកម្ពុជាឲ្យទៅជារដ្ឋទំនើបសសយកត្រូវបន្តយកចិត្តទុកដាក់ពង្រឹងកិច្ចសហការឲ្យបានទូលំទូលាយជាមួយគ្រប់ក្រសួងស្ថាប័ននីតិបុគ្គលរដ្ឋបាលថ្នាក់ក្រោមជាតិអាជ្ញាធរមូលដ្ឋានអង្គការសមាគមនិងសហគមន៍នានាក្នុងដំណើរឆ្ពោះទៅការកសាងនិងអភិវឌ្ឍសង្គមជាតិនិងមាតុភូមិកម្ពុជាឲ្យទៅជារដ្ឋទំនើបផ្អែកលើចំណេះដឹងបច្ចេកវិទ្យានិងវិទ្យាសាស្ត្របន្តសម្របសម្រួលនិងជំរុញឲ្យមានការចូលរួមពីវិស័យឯកជនដៃគូអភិវឌ្ឍសប្បុរសជននានាដែលមានសមានចិត្តគ្រប់គ្រងនិងចូលរួមសហការជាមួយមហាគ្រួសារសសយកក្នុងការរៀបចំផែនការសកម្មភាពព្រឹត្តិការណ៍និងកម្មវិធីនានាដើម្បីឧត្តមប្រយោជន៍សង្គមជាតិលើគ្រប់វិស័យជាពិសេសការកសាងភាពរឹងមាំនៃខឿនសេដ្ឋកិច្ចជាតិដែលជាមូលដ្ឋានគ្រឹះនៃភាពជាម្ចាស់លើជោគវាសនាកម្មអនាគតកម្ពុជានៅក្នុងន័យនេះខ្ញុំសូមគាំទ្រនៅការរៀបចំកម្មវិធីសាទរកម្ពុជាឆ្នាំ2025បន្ទាប់ពីយើងបានធ្វើដោយជោគជ័យកាលពីឆ្នាំ2024កន្លងទៅនេះដើម្បីចូលរួមចំណែកធានារក្សាការពារបាននូវឯករាជ្យសន្តិភាពអធិបតេយ្យបូរណភាពទឹកដីវឌ្ឍនភាពសង្គមទូនាទីនិងកិត្យានុភាពកម្ពុជាក្នុងតំបន់លើឆាកអន្តរជាតិសសយកត្រូវបន្តស្វែងយល់អំពីគោលនយោបាយការបរទេសការវិវត្តសភាពការក្រោមឥទ្ធិពលនិន្នាការពហុពលនិងបញ្ហាប្រឈមផ្នែកភូមិសាស្ត្រនយោបាយដើម្បីយើងមានមូលដ្ឋានត្រិះរិះពិចារណាវិភាគវាយតម្លៃនិងកំណត់ផ្លូវត្រូវដើរក្នុងបរិបទនៃការប្រែប្រួលឥតទៀងទាត់របស់ពិភពលោកបន្តចូលរួមគាំទ្រការងារពង្រឹងទំនាក់ទំនងអន្តរជាតិតាមរយៈការរឹតចំណងសាមគ្គីភាពបទភាពកិច្ចសហប្រតិបត្តិការដែលកសាងទំនាក់ទំនងល្អជាមួយអង្គការយុវជននៃបណ្ដាប្រទេសជីវិតដោយឈរលើគោលការណ៍សន្តិសហវិជ្ជមានគោលរពឯករាជ្យអធិបតេយ្យភាពបូរណភាពទឹកដីស្មើភាពស្មើសិទ្ធិនិងផលប្រយោជន៍ទៅវិញទៅមកស្របតាមអភិក្រមណ៍កែតម្រង់ខាងក្នុងបង្កើនមិត្តខាងក្រៅក្នុងស្មារតីឯករាជ្យមុននឹងបញ្ចប់ខ្ញុំសូមថ្លែងអំណរគុណដល់គណៈអចិន្ត្រៃយ៍គណៈកម្មការកណ្ដាលដែលបានផ្ញើរបាយការណ៍ជាទៀងទាត់ជារៀងរាល់ត្រីមាសដែលអនុញ្ញាតឲ្យខ្ញុំក្នុងនាមជាប្រធានកិត្តិយសសហភាពសហព័ន្ធយុវជនកម្ពុជាអាចតាមដានបច្ចុប្បន្នភាពការងារជារួមរបស់សហភាពសហព័ន្ធយុវជនកម្ពុជាខ្ញុំសូមឲ្យគណៈអចិន្ត្រៃយ៍បន្តរក្សារបបរបាយការណ៍នេះឲ្យបានខ្ជាប់ខ្ជួនដើម្បីផ្ញើឲ្យបានខ្ញុំបានជ្រាបដឹងជាព័ត៌មានផងដែរសារជាថ្មីម្ដងទៀតខ្ញុំសូមថ្លែងអំណរគុណដល់គណៈអធិបតីភ្ញៀវកិត្តិយសថ្នាក់ដឹកនាំសមាជិកអង្គពិធីទាំងមូលដែលបានចំណាយពេលវេលាដ៏មានតម្លៃនៅក្នុងការចូលរួមកិច្ចប្រជុំគណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនក្នុងឆ្នាំ2025ក្នុងរយៈពេល4ថ្ងៃនេះនឹងសូមយកឱកាសនេះផងដែរ
ថ្លែងនៅការកោតសរសើរជូនដល់ថ្នាក់ដឹកនាំសមាជិកសមាជិកានៃសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីខេត្តក្រុមការងារសសយកតាមបណ្ដាវិស័យនិងអង្គការសមាគមចំណុះគណៈកម្មាធិការកណ្ដាលព្រមទាំងយុវជនស្ម័គ្រចិត្តទូទាំងប្រទេសដែលតែងតែបានលះបង់កម្លាំងកាយចិត្តប្រាជ្ញាស្មារតីដើម្បីចូលរួមចំណែកក្នុងបុព្វហេតុរួមរបស់សសយកក្នុងរយៈពេលកន្លងមកជាទីបញ្ចប់ជាមួយនឹងការប្រកាសបិទកិច្ចប្រជុំគណៈអធិកម្មការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជាឆ្នាំ2025នេះពេលនេះខ្ញុំសូមជូនពរគណៈអធិបតីភ្ញៀវកិត្តិយសអាដាមលោកជំទាវសមាជិកសមាជិកានៃអង្គពិធីសូមមានសុខភាពល្អបរិបូរណ៍សុភមង្គលក្នុងក្រុមគ្រួសារនិងសម្រេចបានជោគជ័យលើគ្រប់ភារកិច្ចកម្មការងារនិងសូមប្រកបដោយពុទ្ធពរទាំងទាំង5ប្រការគឺអាយុវណ្ណៈសុខៈពលៈនិងបដិភិនៈកំបីគ្លេឡើយសូមអរគុណ